អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីរាយការណ៍ឬក៏របាយការណ៍ដែលមានកម្រាស់វែងអន្លាយច្រើនទំព័របាទដែលសរសេររៀបរាប់លម្អិតអំពីបញ្ហាដែលកើតឡើងនៅប្រទេសកម្ពុជាដែលអង្គការនេះបានដាក់ចំណងជើងធំហើយបងប្អូនតែអង្គការនេះផ្សាយគឺល្បីជុំវិញពិភពលោកគឺល្បីរឿងខ្មែរមិនមែនល្បីល្អទេគឺល្បីអាសោចតែម្ដងគឺរឿងអាស្រូវអញ្ចឹងតែម្ដងការផ្សាយរបស់អង្គការអន្តរជាតិមួយនេះគឺទោះជាយើងខំបិទបាំងយ៉ាងណាក៏ដូចយកចង្អេរទៅបាំងដំរីងាប់អញ្ចឹងឬក៏យកដៃទៅបាំងព្រះអាទិត្យដែរចំណងជើងធំគឺដាក់ថាប្រទេសកម្ពុជាការបង្ខិតបង្ខំឲ្យសារភាពបំបិតសម្លេងសកម្មជននិងបកប្រឆាំងបទចោទប្រឌិតនិងការចោទប្រកាន់ដោយបំពានជំរុញឲ្យមានការចោះចូលជាមួយនឹងគណៈបកកណ្ដាលអំណាចបាទរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch នេះគឺសិក្សាស្រាវជ្រាវវីដេអូចំនួនជាង100វីដេអូបាទវីដេអូដែលគាត់សិក្សាស្រាវជ្រាវហ្នឹងគឺមានជាង140វីដេអូឯណោះដែលអ្នកដែលជាប់ពន្ធនាគារដែលជាសកម្មជនគណៈបកប្រឆាំងប្រកាសថ្លែងសារសុំទោសលោកហ៊ុនសែនចំពោះកំហុសឆ្គងដែលអត់បានប្រព្រឹត្តដើម្បីបានរួចទោសពីការចោទប្រកាន់ផ្នែកនយោបាយហើយបាននៅក្រៅឃុំអីអញ្ចឹងទៅបាត់បង់សិទ្ធិនយោបាយឬក៏សម្លាប់ជីវិតនយោបាយរបស់គាត់តែម្ដងអញ្ចឹងរឿងនេះធ្វើជាហូរហែបើនៅកម្ពុជារដ្ឋាភិបាលកម្ពុជាជាពិសេសគណៈបកប្រជាជនកម្ពុជាគឺយកជាយុទ្ធនាការបំបាក់ស្មារតីក្រមប្រឆាំងដើម្បីឲ្យជឿថាក្រមប្រឆាំងគឺបាយបិណ្ឌជាបាយបាតអញ្ចឹងទេគឺប្រព្រឹត្តអំពើខុសច្បាប់ខ្លួនឯងចុងក្រោយសារភាពអីអញ្ចឹងទៅឲ្យចោះចូលជាមួយរដ្ឋាភិបាលទៅឲ្យគិតថារដ្ឋាភិបាលអត់មានធ្វើអីខុសទេគឺក្រមប្រឆាំងខ្លួនឯងទេដែលខុសប្រព្រឹត្តខុសសារភាពកំហុសជាប់គុកបានមកបន្ទុះក៏គេដោះលែងហើយទៅចោះចូលឲ្យទូនាទីតំណែងលៀបបាទខ្ញុំសូមអធិស្ឋានដោយសារតែអឺថ្ងៃនេះវាដូចជារអាក់រអួលបញ្ហាបច្ចេកទេសខ្ញុំនឹងដោះស្រាយបញ្ហាបច្ចេកទេសមួយទៀតរឿងមេក្រូដែលរអាក់រអួលវារឿងមធ្យមឥឡូវចូលដល់បញ្ហារឿងរអាក់រអួលអ៊ីនធឺណិតទៀតខ្ញុំសូមអធិស្ឋានបងប្អូនខ្ញុំកំពុងតែដោះស្រាយបញ្ហានេះបើសិនជាបងប្អូននៅឮខ្ញុំសូមដាក់មេដៃមកមួយទៀតខ្ញុំដូចជារអាក់រអួលមែនតើថ្ងៃនេះខ្ញុំសូមអធិស្ឋានអឺអាចមកពីបញ្ហាល្អិតល្អួលផ្នែកបច្ចេកទេសខ្លះផងរឿងមេក្រូហ្នឹងខ្ញុំដោះស្រាយបានហើយបាទឥឡូវខ្ញុំតទៅទៀតបងប្អូនម្ដងទៀតថ្ងៃនេះល្អិតល្អួលមែនតើបង្អែមលាងមាត់ខ្ញុំនេះគឺមកផ្ទះធំនេះគឺមិនដឹងតើអាចនឹងបកគលជូនបងប្អូនបានគ្រប់តាមសំណើឬយ៉ាងណាទេព្រោះអីម្ដងមានបញ្ហាមីក្រូម្ដងមានបញ្ហាអ៊ីនធឺណិតតែយ៉ាងណាម្នាក់ឯងសុទ្ធសាធបើឮខ្លះក៏យកទៅបើអត់ខ្លះក៏មិនដឹងធ្វើយ៉ាងម៉េចទេតែខ្ញុំឃើញបងប្អូនថាឮឥឡូវបន្តទៅទៀតតកតងនឹងរឿងអង្គការលើកលែងសំទោសអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះគាត់លើកឡើងអញ្ចេះពេលដែលគាត់យកអាវីដេអូទាំង140ជាងនៃអ្នកដែលសុំទោសហ្នឹងណាពួកគាត់យកមកវិភាគគាត់គិតថាអ្នកទាំងអស់នោះគឺសុំទោសដើម្បីជាការដោះដូររងការដូចថាជាសម្ពាធយុទ្ធនាការរបស់គណៈបកកណ្ដាលអំណាចប៉ុណ្ណោះនៅក្នុងការធ្វើទុកបុកម្នេញសម្លេងប្រឆាំងដើម្បីឲ្យចោះចូលដើម្បីឲ្យសុំទោសហើយដើម្បីនឹងគម្រាមបង្ក្រាបសម្លេងប្រឆាំងអញ្ចឹងជាសរុបមកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះរកឃើញថារដ្ឋាភិបាលកម្ពុជាជាពិសេសគណៈបកកណ្ដាលអំណាចមិនបានរៀបចំឲ្យមានរបៀបដឹកនាំឬក៏ថាលំហប្រជាធិបតេយ្យរបៀបសេរីត្រឹមត្រូវយុត្តិធម៌ទេគឺយើងធ្វើបាបសម្លេងប្រឆាំងដើម្បីឲ្យខ្លួនឯងខ្លាំងក្នុងន័យនេះគឺបានន័យថាគេចង់និយាយថាធ្វើបាបគេឬក៏ធ្វើទុកបុកម្នេញគេដោយយកប្រព័ន្ធច្បាប់ដែលជាប្រព័ន្ធតុលាការប្រព័ន្ធអឺដូចថាយកផ្សព្វផ្សាយចម្លើយសារភាពរបស់ដែលជនរងគ្រោះនៃការធ្វើទុកបុកម្នេញផ្នែកនយោបាយដែលជាក្រមប្រឆាំងហ្នឹងយកទៅផ្សព្វផ្សាយជាសាធារណៈជាការបន្ទាបបន្ថោកតម្លៃក្រមប្រឆាំងធ្វើបាបផ្នែកនយោបាយគំរាមអ្នកដទៃទៀតឲ្យដឹងថាបើអ្នកឯងមិនសុំទោសទេគឺនឹងជាប់គុករហូតតតែចប់ពីពន្ធនាគារហើយលើកក្រោយមកធ្វើនយោបាយ
បើអត់សមទោសហ្នឹងអាចនឹងជាប់គុកអីទៀតអញ្ចឹងទៅគឺថាជាការគំរាមកំហែងបំបាក់ស្មារតីធ្វើឲ្យប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សសេរីភាពសិទ្ធិនយោបាយនិងធ្វើយ៉ាងម៉េចដើម្បីតែបំពេញបំណងចង់ក្រាញអំណាចរបស់គណៈបកកណ្ដាលអំណាចអញ្ចឹងជារួមគឺគេបានបើតាមអង្គការនេះសរុបមកគឺអ្វីដែលរដ្ឋាភិបាលកម្ពុជាធ្វើឬក៏គណៈបកកណ្ដាលអំណាចធ្វើនេះគឺជាយន្តការបំបាក់ស្មារតីក្រុមប្រឆាំងធ្វើទុកបុកម្នេញក្រុមប្រឆាំងហើយនឹងធ្វើឲ្យការបោះឆ្នោតនៅពេលខាងមុខនេះមិនមានភាពសេរីត្រឹមត្រូវនឹងយុត្តិធម៌ទេអញ្ចឹងគេពុំមានរួចទៅហើយបានន័យថាការបោះឆ្នោតដែលអឺបំផ្លាញក្រុមប្រឆាំងបែបនេះគឺជាចេតនាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនយោបាយហើយក៏អំពាវនាវដល់សហគមន៍អន្តរជាតិឲ្យជួយបន្តឃ្លាំមើលរដ្ឋាភិបាលកម្ពុជាតាក់ទងនឹងបញ្ហានេះដែរបាទឥឡូវនេះកម្ពុជារងសម្ពាធទៀតហើយតាក់ទងរឿងសិទ្ធិមនុស្សនិងសេរីភាពអីអញ្ចឹងដែលខ្លួនអះអាងថាគេមិនមានទេអ្នកទោសមនសិការមានតែអ្នកមនសិការអាម៉េចមានទោសអាម៉េចនោះមិនមានទេអ្នកទោសនយោបាយមានតែអ្នកនយោបាយជាប់ទោសឧក្រិដ្ឋដែលគេកាត់តាមដំណើរអីចឹងទៅកាត់តាមដំណើរនៅពេលដែលសុំទោសសុំអីរួចខ្លួនទាំងអស់តាមពិតរឿងនេះគឺជារឿងនយោបាយសុទ្ធសាធដែលជាការគំរាមកំហែងហើយរបៀបរបបនៃការដែលយកចម្លើយសារភាពរបស់ដែលអ្នកប្រឆាំងយកទៅផ្សាយហ្នឹងគឺបំបាក់ស្មារតីអ្នកប្រឆាំងមួយជ្រុងហើយគឺបានន័យថារូបភាពនេះគឺស្រដៀងសម័យខ្មែរក្រហមអញ្ចឹងបងប្អូនសម័យខ្មែរក្រហមគឺនៅពេលដែលគេយកអ្នកណាម្នាក់មកវាយដកកញ្ចក់បញ្ច្រក់ទឹកឬក៏ចងជើងឡើងលើហើយបញ្យួរក្បាលជ្រលក់នៅក្នុងពាងទឹកអីអញ្ចឹងទៅនៅពេលដែលគ្នាចង់ដាច់ខ្យល់ស្លាប់ដែលមិនអាចទ្រាំនឹងការធ្វើទរណកម្មបានហ្នឹងក៏ចាប់ផ្ដើមឆ្លើយសារភាពថាខ្លួននឹងជាគិញជារនុកក្នុងរបស់អាមេរិក CIA KGB របស់រុស្ស៊ីឬអីចឹងទៅដែលធ្វើឲ្យយកអាផ្សាររបស់គាត់នឹងយកទៅអាននៅតាមសហករណ៍ចាក់នៅតាមមេក្រូឬក៏ផ្សាយជាសាធារណៈដែលមែនទែនវាមិនមែនជាការពិតទេវាធ្វើឲ្យមនុស្សម្នាក់ដែលយើងវាយគ្នាឆក់សេភ្លើងដកកញ្ចក់យកក្អែបយកអីឲ្យខំរួចទៅយកមកយកចម្លើយគ្នាយកមកផ្សាយថាគ្នានឹងឯងក្បត់ជាតិអីចឹងទៅហើយចម្លើយសារភាពទាំងអស់នៅក្នុងគុកទួលស្លែងជាពិសេសជាលទ្ធផលណាមានតែសាលាក្តីខ្មែរក្រហមមួយទេដែលផ្ដល់យុត្តិធម៌ឲ្យជនរងគ្រោះនៃអំពើអយុត្តិធម៌ហ្នឹងហេតុអីបែរខ្ញុំនិយាយចឹងសាលាក្តីខ្មែរក្រហមគឺមិនទទួលយកចម្លើយសារភាពណាមួយមកធ្វើជាភស្តុតាងដែលមានតម្លៃដើម្បីជំនុំជម្រះក្តីអីទាំងអស់ដោយសារតែគេផ្ដល់ថាការដែលបានចម្លើយសារភាពដោយការធ្វើទរណកម្មគឺជាអំពើខុសច្បាប់ទី1ហើយមិនអាចយកមកធ្វើជាភស្តុតាងនៅក្នុងសាលាក្តីជំនុំជម្រះរោគយុតិធធទាំងរត់យុតិធសម្រាប់ជនរងគ្រោះទាំងយុតិធសម្រាប់ជនប្រព្រឹត្តបានទេគឺគេមិនយកជាបានការអញ្ចឹងតុលាការសម្រេចច្រានចោលរាល់ភស្តុតាងពីមជ្ឈមណ្ឌលឯកសារកម្ពុជា DC Cam មកចោលច្រើនណាស់ឯកសារចម្លើយសារភាពនេះគេចាត់ទុកថាជាការធ្វើទរណកម្មមិនអាចនឹងយកមកជាសេចក្តីពិតបានទេគេសម្រេចចុងក្រោយគឺគេយកបានតែខ្លឹមសារខ្លីៗដែលនិយាយពីអង្គហេតុពិតឧទាហរណ៍ថ្ងៃចូលកត់ចូលទៅសួរចម្លើយថ្ងៃម៉ានថ្ងៃយកទៅសម្លាប់ថ្ងៃម៉ានថ្ងៃវាយដំថ្ងៃស្អីចឹងកត់ឆ្លើយចម្លើយអីហ្នឹងគឺយកតែកាលបរិច្ឆេទឈ្មោះខ្លែងឈ្មោះអីដែលភេទឬក៏តួនាទីដែលជនរងគ្រោះនឹងឆ្លើយនៅក្នុងចម្លើយហ្នឹងអាហ្នឹងគេយកមកដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ជនរងគ្រោះតែប៉ុណ្ណឹងតែបើយកចម្លើយថាអូខ្ញុំជាខ្មាំងស៊ីរូងផ្ទៃក្នុងខ្ញុំធ្វើនេះគឺដើម្បីបំរើមហិច្ឆតាយួនឬក៏ខ្ញុំធ្វើនេះដើម្បីបំរើមហិច្ឆតាក្រុមពួកនេះពួកប្រឆាំងនឹងពួកក្បត់ជាតិអីចឹងគឺគេអត់យកជាការបានទាំងអស់ព្រោះដោយសារថានេះគឺជាការបង្ខំឲ្យគ្នាធ្វើអញ្ចឹងទៅបាទឥឡូវខ្ញុំស្លេះរឿងនេះប៉ុណ្ណឹងបងប្អូនតាក់ទងនឹងការធ្វើបាបសម្លេងប្រឆាំងឲ្យលឺខ្លាំងដល់អង្គការសិទ្ធិមនុស្សនេះគឺមុខមាត់របស់ជាតិសាសន៍យើងគឺបានតែប៉ុណ្ណឹងបងប្អូនយើងអត់ស្ដារយើងអត់កែហើយយើងគិតថាធ្វើទៅស្អំចិត្តប្រជាពលរដ្ឋក្នុងស្រុកប្រជាពលរដ្ឋគ្នាបាក់ស្បាតចេះតែជឿចេះតែលឺទៅប៉ុន្តែនៅខាងក្រៅគឺគេថាយើងនឹងបំផ្លាញយើងកំទេចយើងចឹងអាមុខមាត់កិត្តិយសគេឈ្មោះជាតិយើងនឹងវារិចរិលបន្តិចម្ដងយើងអស់ញៀនអស់អីដល់ពេលមានការអីអត់អ្នកណាជួយយើងសោះជាពិសេសគឺរឿងឆ្លោះមួយថៃហ្នឹងអត់មានអន្តរជាតិណាមកនៅខាងខ្មែរសោះព្រោះគេគិតថាមេដឹកនាំរបស់យើងនឹងប្រព្រឹត្តអំពើខុសច្រើនពេកអន់ចរិតចឹងគេលែងទុកចិត្តយើងគេថាយើងប្រព្រឹត្តខុសជាមួយខ្មែរគ្នាឯងដល់អញ្ចឹងទៅវាយជាមួយថៃក៏គេអត់មានទៅថ្កោលទោសថៃ
bạn này thay cái kịch thay dương màu cục đôi kê đái á dương chỉ chân rong cua sắc hướng chấm lúa chấm muối prom đan thay để cái tấm lẹ crop sập thì hiên dương rọp sập nẹtហ្នឹងគឺយើងក្រងគ្រោះដោយក្របបែកក្របប្លង់របស់ F16 ថៃតែយើងត្រូវคลายទៅជាអ្នកគេហៅថាដៃគូប្រយុទ្ធដ៏ស្មោកគ្រោក Nasty Fighters ដូចតាត្រាំថាអញ្ចឹងវាអកុសលអញ្ចឹងបងប្អូនបាទឥឡូវក្នុងពេលជាមួយគ្នាហ្នឹងដែលយើងឮសូរទុកបុកម្នេញគណៈបកប្រឆាំងជាមួយសកម្មជនហ្នឹងរំលាយគណៈបកសង្គ្រោះជាតិយកតំណាងរាស្ត្រគេ55កៅអីនេះទៅចែកគ្នាដូចនំហើយបោះឆ្នោតមួយដែលគ្មានគណៈបកប្រឆាំងហើយគណៈបកភ្លើងទៀនវាមិនដឹងឯងមករៀងរើបមករំលាយគេឬក៏ថាមិនអោយគេចូលរួមបោះឆ្នោតដោយសារអស់ឯកសារបាត់ឯកសារអីឡាក់នឹងឡាក់អីចឹងទៅជុំតែគ្នាឯងតែឥឡូវបង្កើតគណៈបកទូចនឹងបានមានអីចិត្តប្រមូលគ្នាទៅដើម្បីនឹងយកទៅតតាំងវិញឥឡូវចាប់ផ្ដើមមានរឿងទៀតទៅចាប់មេគេដាក់គុកដកសិទ្ធិនយោបាយឥឡូវទីប្រឹក្សាមេគេនឹងក៏ដាក់ជាប់ទោសជាប់តន់ឥឡូវដកសិទ្ធិនយោបាយដូចជាលោករងឈុនលោកស៊ុនចន្ទធីអីនឹងលោកកឹមសុខាគណៈបកសង្គ្រោះជាតិនឹងក៏គ្មានសិទ្ធិនយោបាយអីសពបែបយ៉ាងហើយឥឡូវអស់ប៉ុណ្ណឹងមិនទាន់អស់ចិត្តទៀតដោយឃើញគណៈបកនយោបាយផ្សេងហ្នឹងចាប់ផ្ដើមរើបមកខ្លាចបាត់ប្រជាប្រិយរបស់ខ្លួនមិនអាចប្រកួតប្រជែងបានឈ្នះគេចាប់ផ្ដើមបំផ្លាញទៅបង្កើតក្រុមចលនា100រាត្រីអីណាហ្នឹងទៅចេញសារដើម្បីឲ្យគណៈបកណាមួយនោះគឺកម្លាំងជាតិអីមិនដឹងទេទៅផ្ដាច់ខ្លួនចេញពីសពលោកសំរាំងស៊ីឯណានៅបារាំងឯណានោះដែលគ្នាគ្មានរចនាសម្ព័ន្ធចេះតែប្រហើអញ្ចឹងទៅដើម្បីធ្វើយ៉ាងម៉េចឲ្យធ្វើទុកបុកម្នេញឲ្យប្រជាពលរដ្ឋស្អប់លោកសំរាំងស៊ីថាអ្នកណាក៏ដោយឲ្យតែអនុវត្តគោលនយោបាយស្តៀងនឹងគំនិតរបស់លោកសំរាំងស៊ីគឺជាជនក្បត់ជាតិជាអ្នកដែលនិយាយទៅគឺធ្វើឲ្យអ្នកណាក៏ដោយពាក់ព័ន្ធលោកសំរាំងស៊ីគឺជាមនុស្សចង្រៃអញ្ចឹងណាឲ្យបំបាក់លោកសំរាំងស៊ីឲ្យគិតថាគាត់ជាមនុស្សចង្រៃតាមពិតយើងចង្រៃតាយើងទៅដើមបំផ្លាញចាប់រំលោភធ្វើបាបគេយកប្រព័ន្ធតុលាការប្រព័ន្ធព័ត៌មានប្រព័ន្ធឃោសនាឃោសនិកធ្វើបាបយាយីគ្នាហើយទៅធ្វើបាបគេនៅស្រុកក្រៅចោតគ្នាជនរងគ្រោះអ្នករំលោភគេសោះយើងទៅចោតជនរងគ្រោះថាជាអ្នករំលោភយើងវិញអានេះគឺជាអំពើបាបកម្មធំណាស់បងប្អូនឥឡូវនេះអស់ពីគណៈបករើបមកចង់រំលាយគេទៀតអារឿងគណៈបកសង្គ្រោះជាតិអត់ព្រមស្ដារឲ្យគេវិញទេសហគមន៍អន្តរជាតិគេដក EBA 20%ដាក់ទណ្ឌកម្មអាមេរិកដាក់ទណ្ឌកម្ម GSP អត់ទាន់ឲ្យវិញហ្នឹងដោយសាររឿងរំលាយគណៈបកសង្គ្រោះជាតិនិងធ្វើទុកបុកម្នេញសកម្មជនប្រឆាំងអត់កែអត់អីឥឡូវមករំលាយគណៈបកផ្សេងទៀតឥឡូវនេះក្រសួងមហាផ្ទៃថ្ងៃនេះចេញជាសេចក្តីប្រកាសព័ត៌មានដែលប្រកាសព័ត៌មាននេះណាសេចក្តីជូនដំណឹងនេះគឺជាសារគម្រាមកំហែងមួយទៀតអាចថាជាការព្រមានដាស់តឿនគណៈបកនយោបាយតែក៏ជាការប្រាប់ថាបន្តិចទៀតគេនឹងរំលាយអ្នកទៀតហើយសេចក្តីប្រកាសព័ត៌មានស្តីពីហិរញ្ញវត្ថុរបស់គណៈបកនយោបាយរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី23ខែមិថុនាហ្នឹងគាត់និយាយថាក្រសួងមហាផ្ទៃសូមជម្រាបថាកាលពីថ្ងៃទី21ខែមិថុនា2026សារព័ត៌មានSunday Guardian បានចុះផ្សាយអំពីការផ្ដល់វិភាគទានពីភាគីបរទេសឲ្យគណៈបកនយោបាយមួយចំនួននៅកម្ពុជារួមបញ្ចូលគ្នាជាបកតែមួយដើម្បីត្រៀមរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ2027និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ2028ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះគឺជាការពិតក្រសួងមហាផ្ទៃសូមរំលឹកគណៈបកនយោបាយទាំងអស់ថាការទទួលវិភាគទានពីភាគីបរទេសនៅក្នុងរូបភាពណាក៏ដោយគឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញល្មើសច្បាប់ពីគណៈបកនយោបាយនិងច្បាប់នានាជាធរមានជាក់ស្ដែងច្បាប់ស្ដីពីគណៈបកនយោបាយបានចែងថាគណៈបកនយោបាយត្រូវហាមឃាត់មិនឲ្យទទួលវិភាគទានទោះតាមរូបភាពណាក៏ដោយពីស្ថាប័នបរទេសក្រុមហ៊ុនបរទេសជនបរទេសឬអង្គការដែលមានប្រភពហិរញ្ញប្បទានពីបរទេសក្នុងករណីល្មើសច្បាប់ដែលបានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃផាកពិន័យជាប្រាក់និងអាចប្តឹងរំលាយគណៈបកនយោបាយនោះទៅតុលាការកំពូលបាទច្បាប់ក៏មានចែងទៀតថាមិនឲ្យគណៈបកនយោបាយស្ថិតក្រោមចំណុះឬការបង្គាប់បញ្ជារបស់គណៈបកនយោបាយបរទេសឬរដ្ឋាភិបាលបរទេសនោះទេក្នុងករណីល្មើសតុលាការអាចសម្រេចផ្អាកសកម្មភាពគណៈបកនយោបាយឬក៏អាចរំលាយគណៈបកនយោបាយនោះតែម្ដងក្នុងករណីល្មើសធ្ងន់ធ្ងរតែប៉ុណ្្នឹងឯងដូច្នេះសារនេះគឺជាការដាស់តឿនដល់គណៈបកនយោបាយតូចឬក៏ធំឬក៏គណៈបកប្រឆាំងដែលកំពុងកវែកកឆ្នាំងហ្នឹងប្រុងខ្លួនទៅហេរញ្ញប្បទានពីបរទេសនេះគេអាចនឹងរំលាយគណៈបកនេះបានគ្រប់រូបភាពឧទាហរណ៍
យកលុយពីបរទេសពីជំនួយបងប្អូនយើងពីបរទេសទៅថាយកទៅជួយនេះលើកស្លាកនេះលើកស្លាកនោះតិចតិចគេយល់ដែរវាជាសមានចិត្តខ្មែរយើងនៅក្រៅប្រទេសទេប៉ុន្តែក្រសួងមហាផ្ទៃចង់សំដៅទៅលើអង្គការឬក៏រដ្ឋាភិបាលបរទេសដែលជួយលុយដូចជាអង្គការអាមេរិកអង្គការ NDI អីកាលលើកមុនជួយលុយគណៈបកនយោបាយច្រើននៅក្នុងការដើម្បីដំណើរប្រជាធិបតេយ្យបងប្អូនបើយើងស្ដាប់ទៅវាដូចជាអំពើក្បត់ជាតិអីហ្នឹងគឺថាវាជូរចត់ហ្នឹងមិនអញ្ចឹងទេរដ្ឋបរទេសឲ្យលុយដើម្បីឲ្យគណៈបកនយោបាយប្រកួតប្រជែងគ្នាក៏ប៉ុន្តែយើងសាកគិតឲ្យងាយយល់ណាគូប្រកួតណាកីឡាករមួយដែលមានក្រុមម្ខាងជួយចេញថ្លៃអាហារឧទាហរណ៍យើងនេះមានហ្វីឡេលុកលាក់ផងស្អីផងការីសារ៉ាម៉ាន់ផឹកសិតតាហិនណាស៊ីបដោះបដាលរៀនហាត់រត់ទៅភ្នំហែមពៀនឯណានោះយើងគឺថាមានគ្រប់បំពកនឹងគណៈបកប្រជាជនកម្ពុជាយកលុយរត់លុយស្អីក៏ដោយឯកជនលុយស្អីតុលាការទាហានប៉ូលីសប្រព័ន្ធជាតិប្រព័ន្ធអីហ្នឹងយកមកឃោសនាឲ្យបាក់ឲ្យអីហ្នឹងដែលខុសគោលការណ៍បាក់គ្រប់រឿងយើងអត់ខុសអីទាំងអស់គឺយើងត្រូវទាំងអស់អត់មានរឿងតាក់ទងនឹងរំលាយគណៈបកប្រជាជនកម្ពុជាបានទេដោយសារតែយើងធ្វើអីក៏បានក៏ប៉ុន្តែគណៈបកគេហ្នឹងគឺតាមរករឿងគេចឹងទៅបើថាអ្នកណាជួយលុយអីគ្រាន់តែមានតាក់ទងអីបើលឺសូសាលោកសំរងស៊ីគាំទ្រនរណាមួយអីទៅឲ្យគេផ្ដាច់ខ្លួនពីលោកសំរងស៊ីអីចឹងទៅខ្លាចហើយអាហ្នឹងយើងដូចថាកីឡាករប្រកួតប្រជែងយើងហាត់សមហើយយើងហាត់រាល់ថ្ងៃយើងមានហ្វីឡេយើងមានអាហារបំពន់យើងមានអីហូបគ្រប់គ្រាន់កីឡាករគេហ្នឹងគេហាត់ក្បួនដូចគ្នាគេឡើងមកប្រយុទ្ធគឺក្បួនដូចគ្នាគ្រាន់តែថាមានអ្នកខ្លះគេឲ្យទឹកគេឲ្យបាយគេឲ្យជាចំណុកចំណីនំអីចឹងដើម្បីជួយឲ្យគីឡូហ្នឹងវាស្មើនឹងគីឡូគណៈបកប្រជាជនកម្ពុជាហ្នឹងដើម្បីឡើងវាយលើរិញល្បិចស្នៀតអីណែឯងមានអីមានណាឲ្យតែវាយតាមបច្ចេកទេសគឺគ្រូខុសគ្នាគ្រូណែឯងគឺគ្រូវៀតណាមគ្រូយួនគ្រូចិនអីគឺគេអត់ខ្វល់ទេគ្រូគេនេះគេមានគ្រូអាមេរិកគ្រូអង់គ្លេសគ្រូអឺរ៉ុបអីហ្នឹងគេចេះឲ្យបាយមានប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះឲ្យបាយឲ្យទឹកឲ្យអីដើម្បីឲ្យគាត់នឹងមានសាច់ដុំមានអីឡើងវាយព្រោះមើលទៅស្គមស្វិតដែរខាងនោះបង្អត់អាហារឥឡូវមករករឿងអានេះឲ្យបាយទឹកហ្នឹងចឹងមិនមែនតាក់ទងនឹងរឿងប្រកួតទេបងប្អូនគឺតាក់ទងនឹងរឿងអត់ចង់ប្រកួតហ្មងបើចង់ប្រកួតខ្លាចអីបើខ្ញុំជាកីឡាករខ្ញុំចាត់ជាកីឡាករហូបសលុកលាក់ផឹកសស្រាហានស៊ីការ៉ាអូខេស្រីញីអូនបងអីសបាយក្អាកក្អាយចាយលុយជាតិលុយរត់អីយ៉ាងនេះធ្វើទៅវាអយុត្តិធម៌ហួសនិស័យបាត់ហើយដែលយើងធ្វើបែបនេះហើយគ្នាណោះគ្នាគ្មានស្អីទេជួនកាលទៅផ្សាយរលុយហ្នឹងមានមីក្រូមួយអាគុយហ្នឹងអាលុតផងភ្លឺផងលឺផងឃ្លោកកាត់ភ្លៀងហ្នឹងទៅគ្នាខំប្រឹងអំពាវនាវហ្នឹងទៅរករឿងគ្នាអញ្ចឹងទៀតហើយដល់ពេលយើងឡើងមកលើរិញបើយើងចង់និយាយថាគ្នាហូបតាក្ដួចហូបតាឆៃពៅប្រៃហូបតាប្រហុកអីហ្នឹងមកវាយជាមួយអ្នកហូបហ្វីឡេនិងហេនណាស៊ីនិងអឺស្អីហ្នឹងគឺថាវាខុសគ្នាគីឡូវាខុសគ្នាដាច់បាត់ហើយប៉ុន្តែប៉ុណ្ណឹងហើយហ្នឹងអាអ្នកដែលបានហូបពេញកម្លាំងនេះហ្នឹងអត់ចង់ចឹងចង់ចង់វាយរំលាយណែឯងអត់ឲ្យឡើងរិញហ្មងគឺអ្នកណាក៏ដោយមកជួយឧបត្ថម្ភអីឲ្យឡើងគីឡូឡើងអីមកវាយគ្នាគឺអត់ព្រោះដឹងតែមកគេវាយងាប់គឺចាញ់គេដល់អញ្ចឹងទៅជាភាពកំសាកញីហ៎បងប្អូនវិធីរបស់ក្រសួងមហាផ្ទៃដែលលើកពីច្បាប់នេះអត់មានខុសទេព្រោះច្បាប់កម្ពុជាចែងមកដូចតែគ្នានឹងរដ្ឋាភិបាលនៅស្រុកអាមេរិកនេះក៏អញ្ចឹងដែរគណៈបកនយោបាយណាដែលមានដូចជាតំណាក់តំណងអីជាមួយរុស្ស៊ីអីមកតាក់ទងនឹងការបោះឆ្នោតនៅអាមេរិកអីគេរករឿងដូចនេះតែប៉ុន្តែអត់រករឿងរំលាយគណៈបកទេគេរករឿងមេដឹកនាំដែលជាតំណែងបេក្ខជននាយករដ្ឋមន្ត្រីប្រធានាធិបតីហ្នឹងគឺបំសំអុយគេឈ្មោះចឹងទៅធ្វើឲ្យប្រជាពលរដ្ឋថាអូគណៈបកនេះគឺជាគណៈបកគ្រប់គ្រងឬក៏បានបរទេសជួយអីចឹងដើម្បីឲ្យប្រជាពលរដ្ឋបោះឆ្នោតទម្លាក់ប៉ុន្តែលោកត្រាំនេះទៅត្រូវជាមួយពូទីនថាជួយដោះបោះឆ្នោតអីក៏អត់មាននរណារករឿងអីគាត់ឃើញជាប់ឆ្នោតជាប់អីតែគេអត់ដែលទៅរំលាយគណៈបកនយោបាយអញ្ចឹងទេព្រោះអីការចូលរួមបោះឆ្នោតជួយលុយជួយកាក់ពីប្រជាពលរដ្ឋនៅក្រៅប្រទេសបើនិយាយពីគណៈបកប្រឆាំងនេះបើអត់អ្នកនៅក្រៅប្រទេសជួយក៏អត់ដឹងទៅរកធ្វើអីកើតទេព្រោះស្រុកខ្មែរទី1គេធ្វើទុកបុកម្នេញក្រមប្រឆាំងរកស៊ីអីក៏អត់បានដែរគេធ្វើទុកបុកម្នេញគ្រូបង្រៀន
កសិករអ្នករកស៊ីលបអីក៏ដោយបើកហាងបើកអីហ្នឹងឲ្យតែលឺក្រុមប្រឆាំងហ្នឹងគឺគេធ្វើទុកបុកម្នេញតារាសម្ដែងតារាអីដែលមកចង់ជួយផ្គត់ផ្គង់បកប្រឆាំងដែលនៅក្នុងស្រុកហ្នឹងដែលត្រូវច្បាប់ហ្នឹងគឺគេធ្វើបាបគ្រប់គ្នាយើងមើលទៅដឹងហើយតែបើសិនជាតារាសម្ដែងតារាអីដែលចូលលុយបាក់ជាគណៈបកកណ្ដាលអំណាចហ្នឹងគឺថាណែឯងផ្សាយអីណែឯងឲ្យលុយអីណែឯងជួយបាក់អីក៏បានដែរវាអយុត្តិធម៌ហួសហេតុពេកហើយប៉ុណ្ណឹងហេតុអីបានជាបន្តយកច្បាប់ហ្នឹងមកពង្រឹងអីក៏ខ្លាំងមកម្លេះព្រោះច្បាប់ហ្នឹងបើសិនជាក្រសួងមហាផ្ទៃចេះអនុវត្តណាគណៈបកប្រជាជនកម្ពុជាមិនដឹងជាប់គុកប្រមាណសារឬរំលាយប្រមាណដងទេព្រោះយកអឺគ្រឿងរបស់រដ្ឋយកទៅប្រើលុយមិនដឹងចូលបាក់ហ្នឹងមិនដឹងជាលុយមកពីណាអ្នកណាទៅធ្វើសវនកម្មលុយជួយគណៈបកប្រជាជនប្រមាណចុះទៅភូមិចែកលុយចែកសរងចែកទឹកត្រីចែកអីទាំងអស់ហ្នឹងគឺជាការទិញស្លឹកឆ្នោតតាមច្បាប់បោះឆ្នោតគឺជាអំពើខុសច្បាប់គេមិនលាយបានទៀតប៉ុន្តែយើងអត់ដែលទេអ្នកណាធ្វើអីធ្វើទៅអ្នកនេះចូលបនសពអ្នកនេះគឺសកម្មជនចោះមូលដ្ឋានយកលុយលក់អាព្រៃឈើលក់អីហ្នឹងយកមកបំពង់អីចឹងជាមួយបាក់ហ្នឹងដើម្បីទិញដើម្បីអីស្លឹកឆ្នោតអត់មានបានខុសអីតន្តិចដល់ពេលឲ្យមករករឿងគណៈបកប្រឆាំងការប្រកួតប្រជែងបែបនេះគឺយើងផ្ដល់ភាពឲ្យគ្នាឡំប៉ាទៀតហើយដល់ពេលលទ្ធផលចេញមកគណៈបកប្រឆាំងបានសម្លេងតិចគ្នាឡំប៉ាថាក្រុមនេះឡំប៉ាមកយោតែខ្លួនឯងធ្វើឲ្យមានករណីឡំប៉ាធ្វើឲ្យអាឈ្នះក៏ឈ្នះមិនអស់ចិត្តចាញ់ក៏ចាញ់អត់ស្រឡះក្នុងខ្លួនណាយើងអត់មានឲ្យប្រកួតឡៃគីឡូស្មើគ្នាទេគឺយើងចង់ឲ្យតែអ្នកឡើងរិញមកគឺយើងគីឡូមៀតកាអាញអីយ៉ាងណាក៏ដោយអ្នកនោះស្វិតកាជីវអីក៏ដោយគឺចងមុខហើយយើងបិទភ្លើយើងធាក់យកចឹងហ្មងចងដៃចងជើងគេគឺយើងចង់អញ្ចឹងតើយើងថ្លៃធ្នូប៉ុណ្ណាទៅខ្ញុំពងតែឆ្ងល់ហេតុអីក៏ខ្លាចយ៉ាងនេះកម្ពុជាអស់អីហើយកម្ពុជាសប្ងៃនៅតែមួយគត់គឺការបោះឆ្នោតនិងបើកសិទ្ធិនយោបាយឲ្យប្រកួតប្រជែងដោយសេរីត្រឹមត្រូវនិងយុត្តិធម៌មានតែវិធីនេះគត់ដែលអាចផ្សះផ្សាជាតិដែលអាចកសាងទំនុកចិត្តរបស់ខ្មែរលើឆាកអន្តរជាតិនឹងដែលអាចឲ្យខ្មែរយើងអាចនឹងមានមុខមានមាត់ឡើងវិញហើយបើយើងនៅបន្តធ្វើបែបនេះទៀតកម្ពុជាគឺចុះទៅនរកជាងឡើងឋានសួគ៌ហើយខ្ញុំសោកស្ដាយមែនតើដែលមួយថ្ងៃគឺមានតែប៉ុណ្្នឹងឯងក្រសួងមហាផ្ទៃនឹងភ័យពុំមានខ្មែរគ្នាឯងគណៈបកនយោបាយនឹងមិនមែននិយាយនឹងដើម្បីប្រាប់គេថាណាខ្ញុំប្រាប់ហើយប្រយ័ត្នលលាយមិនមែនអញ្ចឹងទេមិនមែននិយាយយកប៉ុនទេគឺនិយាយគម្រាមកំហែងឲ្យហើយដើម្បីអីផ្ដាច់ដង្ហើមគណៈបកប្រឆាំងកុំឲ្យទទួលលុយជំនួយអីដើម្បីលើកស្លាកដើម្បីជួយសកម្មជនដើម្បីជួយអីឃោសនាអីហ្នឹងឲ្យតែលឺលុយពីក្រៅប្រទេសគឺយកលេសហ្នឹងរំលាយគ្នាទៀតចឹងគ្នាបាក់ស្បាតហើយបានលុយមកពីណាមេក្រូមួយលឺមេក្រូលឺអត់ហ្នឹងហើយខ្លួនឯងប្រើវិទ្យុជាតិប្រើទូរទស្សន៍ប្រើប្រព័ន្ធផ្សព្វផ្សាយខុសសនិកបាត់ផ្សារប៉ោឡាយស្អីប្រើគម្រាមកំហែងប្រព័ន្ធតុលាការយោធាប្រព័ន្ធមន្ត្រីរាជការអីនោះវល់ដូចបាយបិណ្ឌដូចជាបាយបាតយើងអត់ខុសអីទាំងអស់យើងមកខុសគេគ្នាអញ្ចឹងអំពើអយុត្តិធម៌នេះបង្កើតឲ្យមានការឈឺចាប់ទេបងប្អូនដល់ពេលបងប្អូនឈឺចាប់បងប្អូនយកអាការឈឺចាប់ហ្នឹងដើម្បីជាការតស៊ូផ្លាស់ប្ដូរឲ្យមានភាពវិជ្ជមានមួយដើម្បីឲ្យគណៈបកប្រជាជនកម្ពុជារៀងចាលអីចឹងណាអញ្ចឹងបាទខ្ញុំថាយកអាការឈឺចាប់ហ្នឹងទៅបោះឆ្នោតទម្លាក់គណៈបកប្រជាជនកម្ពុជាទៅបើទោះពិបាកយ៉ាងណាក៏ដោយគណៈបកប្រឆាំងណាដែលមានដង្ហើមចង្រិតអីក៏ដោយនឹងចេះតែជួយផ្តក់នឹងគ្នាទៅព្រោះអីបើយើងមិនធ្វើដូច្នេះអាអំពើផ្ដាច់ការនិងការធ្វើទុកបុកម្នេញនេះគឺវាមានគ្មានទីបញ្ចប់បងប្អូនបាទឥឡូវខ្ញុំអានសារនេះចប់ប៉ុន្តែបងប្អូនគណៈបកប្រឆាំងកុំបាក់ស្បាតនឹងអាសារគម្រាមរបស់ក្រសួងមហាផ្ទៃនេះពេកគឺយើងធ្វើអីតាមតែត្រូវច្បាប់ទៅបើគ្រាន់តែបានលុយកាក់ឧបត្ថម្ភពីខ្មែរយើងនៅក្រៅប្រទេសនេះវាអត់មានខុសច្បាប់អីទេនៅក្នុងការជួយគណៈបកជួយលើកស្លាកជួយទិញមួកជួយជាឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រតាមភូមិតាមអីខ្វះខាតខ្វះអង្គខ្វះអីជាជំនួយមនុស្សធម៌ទេតែអ្នកណាគេទាញយកទៅចូលរឿងនយោបាយព្រោះឥឡូវគេភ័យណាស់គណៈបកប្រជាជនកម្ពុជាភ័យមែនតើគឺភ័យខ្លាចគណៈបកទាំងអស់នេះរួបរวมគ្នាខ្លាចតែគេរួបរวมគ្នាជាធ្លុងមួយគឺគាត់ខ្លាចមែនតើព្រោះឥឡូវយុទ្ធសាស្ត្ររបស់គណៈបកកាន់អំណាចគឺបំបែកដើម្បីគ្រប់គ្រងនេះគឺជាយុទ្ធសាស្ត្រកុម្មុយនីសទេបងប្អូនគឺឲ្យណែឯងដាច់ជាក្រុមតូចជាកង់ជាអីចឹងទៅកុំឲ្យមូលគ្នាបើឈ្នះយ៉ាងច្រើនគណៈបកនេះបាន2កៅអីគណៈបកនោះ5កៅអីគណៈបកនេះ6កៅអីបូកចូលគ្នាវាជាកម្លាំងនៅតែឲ្យឆ្លោះគ្នាអញ្ចឹងឲ្យបង្កប់មនុស្សរបស់ខ្លួននៅក្នុងគណៈបកតូចទាំងអស់ហ្នឹងដើម្បីខំគ្នាដើម្បីឆ្លោះគ្នា
ឲ្យគណៈបកកាន់អំណាចហ្នឹងគឺនៅតែអាចគ្រប់គ្រងបានឲ្យអ្នកទាំងអស់នោះលែងទុកចិត្តគ្នាអញ្ចឹងហើយបានជាខ្ញុំផ្ដាំបងប្អូនខ្មែរទាំងអស់គ្នាខ្ញុំផ្ដាំហើយផ្ដាំទៀតបើគណៈបកប្រឆាំងដែលអះអាងថាខ្លួនឯងជាគណៈបកប្រឆាំងណាហើយចង់ដណ្ដើមអំណាចពីគណៈបកប្រជាជនកម្ពុជាដើម្បីផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនេះឲ្យមានភាពវិជ្ជមានដើម្បីបានផលទៅប្រជាពលរដ្ឋ18លាននាក់ណាហើយស្រាប់តែឆ្លោះគ្នាឯងណាបងប្អូនបោះទម្លាក់ចោលគាត់ឲ្យអស់ខ្ញុំសូមអង្វរបោះឲ្យទម្លាក់គាត់ចោលអស់ហើយបោះឲ្យគណៈបកប្រជាជនជាប់ឆ្នោតជាតិទៀតចាស់ព្រោះការដែលគាត់ធ្វើដូច្នេះគឺគាត់ធ្វើដើម្បីផ្គាប់ចិត្តគណៈបកប្រជាជនទេមិនមែនធ្វើដើម្បីប្រជាពលរដ្ឋគ្នាជនរងគ្រោះទាំងអស់ដែលចង់ឲ្យមានការផ្លាស់ប្ដូរទេព្រោះការផ្លាស់ប្ដូរគឺអាស្រ័យទៅលើក្តីសង្ឃឹមលើគណៈបកប្រឆាំងរួមគ្នាសាមគ្គីគ្នាផ្សះផ្សាគ្នាបើយើងបំបែកគ្នាបានន័យថាយើងត្រូវនឹងគោលនយោបាយរបស់គណៈបកការអំណាចដែលចង់រំលាយគណៈបកប្រឆាំងហើយធ្វើឲ្យគណៈបកប្រឆាំងឆ្លោះគ្នាដែលមិនអាចនឹងមូលមាត់គ្នាដូចយើងឆ្លោះគ្នាក្នុងសង្គមជាតិយើងដែលធ្វើឲ្យថៃវាយយើងយកអស់67កន្លែងអញ្ចឹងនេះរឿងហ្នឹងគឺវាអញ្ចឹងតែយើងអត់មូលមាត់គ្នាថៃវាយយើងខ្ទេចដូចគ្នាបើគណៈបកប្រឆាំងហ្នឹងអត់មូលមាត់គ្នាគឺគណៈបកការអំណាចវាយខ្ទេចប្រទេសហ្នឹងគឺនៅតែលលាយអញ្ចឹងទៀតអត់មាននីតិរដ្ឋអត់មានតលយៈភាពអំណាចទេអញ្ចឹងខ្ញុំជាសារពមៀនដល់ក្រមមន្ត្រីគណៈបកប្រឆាំងទាំងអស់បើអ្នកស្រឡាញ់ជាតិមែនតើណាសូមកុំលក់ឧត្តមគតិឲ្យគណៈបកកាន់អំណាចហើយបើលក់ឧត្តមគតិឲ្យគណៈបកកាន់អំណាចហើយបែរជានាំគ្នាឆ្លោះគ្នាផ្ទៃក្នុងគណៈបកប្រឆាំងដែលទៅបង្កើតថ្មីទូចហ្នឹងណាអ្នកណាក៏ដោយឲ្យតែឆ្លោះគ្នាគឺខ្ញុំនឹងអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតរំលាយគាត់ឬមិនរំលាយទម្លាក់គាត់ចោលទៅព្រោះគាត់ចាប់ផ្ដើមបំផ្លាញយើងធ្វើជាឆ្លើងកបីបងប្អូនអត់ធ្វើជាអ្នកជួយដោះឆ្លើងដែលកំពុងទៀមទេយើងធ្វើជាឆ្លើងកបីមកជញ្ជក់ឈាមគ្នាទៀតដែលកំពុងពិបាកហើយហ្នឹងអត់ព្រមជួយជាកម្លាំងសាមគ្គីឆ្លោះគ្នាអញ្ចឹងអ្នកដែលនៅក្រមប្រឆាំងមិនចំពោះថាគណៈបកកម្លាំងជាតិគណៈបកកែតម្រង់គណៈបកចំនួនថ្មីគណៈបកឆន្ទៈខ្មែរគណៈបកភ្លើងទៀនគណៈបកប្រជាធិបតេយ្យមូលដ្ឋានគណៈបកស្អីទាំងអស់ហ្នឹងដែលអះអាងថាខ្លួនជាសម្លេងប្រឆាំងបើគណៈបកទាំងអស់នេះនាំគ្នាឆ្លោះគ្នាបើគណៈបក29ទៀតក្នុងជួរគណៈបកប្រជាជនកម្ពុជាស្រាប់ហើយដែលជាសម្ព័ន្ធរបស់គេមកឆ្លោះគ្នាជាមួយគណៈបកប្រឆាំងខ្ញុំអត់ឆ្ងល់ទេព្រោះគេជួយគណៈបកប្រជាជនកម្ពុជាដើម្បីបង្ក្រាបសម្លេងប្រឆាំងនេះអញ្ចឹងបងប្អូនដឹងហើយគណៈបក29គឺជាសម្ព័ន្ធរបស់គណៈបកកាន់អំណាចដែលគេចូលគ្នាសប្ងៃមានងារជាឧត្តមក្រុមប្រឹក្សាពីគ្រោះយោបល់អីហ្នឹងដែលគេចូលគ្នាយកតែលុយប្រាក់ខែរាជជញ្ជក់ឈាមរាជអត់ប្រយោជន៍យកទៅប្រថាប់ត្រាឲ្យគណៈបកប្រជាជនកម្ពុជាហ្នឹងបងប្អូនចាំមុខពួកគាត់ទៅតែនៅសល់គណៈបកដែលរាយរងប្រមាណដែលអាចថាប្រឆាំងខ្លះអីខ្លះមានគេប្រកបខ្លះហ្នឹងគឺនៅក្នុងកំពង់អវលវល់សប្ងៃនេះដែលបងប្អូនកំពុងតែជ្រើសរើសគឺដូចខ្ញុំប្រាប់ម្ដងទៀតគឺមានចំនួនថ្មីមានភ្លើងទៀនឆន្ទៈខ្មែរកម្លាំងជាតិអឺកែកំណាក់កែទំគណៈកែតម្រង់គណៈបកមាន7 6 7ខ្ញុំរាប់មិនអស់ហើយប៉ុន្តែគណៈបកទាំងអស់នេះដែលកំពុងតែជាក្តីសង្ឃឹមដែរសម្រាប់ប្រជាពលរដ្ឋដែលគិតថាជាគណៈបកប្រឆាំងហើយគណៈបកកណ្ដាលអំណាចកំពុងអាខ្លាចប្រមាណអ្នកនេះ7អ្នកនេះខ្លាចគាត់មូលមាត់គ្នាជាធ្លុងមួយគាត់ខ្លាចមែនតើហើយដល់អញ្ចឹងទៅបានឮព័ត៌មានហ្នឹងបានក្រសួងមហាផ្ទៃចាប់ផ្ដើមពមៀនថាបើរួមគ្នាមានបរទេសមានអីជួយគឺដឹងតែរំលាយចោលអាចរំលាយជាសម្ព័ន្ធនឹងតែម្ដងអាចរំលាយគណៈបកមួយទៀតដូច្នេះរឿងរំលាយគឺគេអត់មានប្របាក់រំលាយទេគណៈបកទាំងអស់នេះនោះពួកអីគេរលលេះអីក៏បានដែរតែសំខាន់បើគេរំលាយគេធ្វើអីក៏គណៈបកទាំងអស់នេះកុំជេរគ្នាកុំឆ្លោះគ្នាកុំដណ្ដើមគ្នាគឺត្រូវតែមូលកម្លាំងគ្នាទោះក្នុងតម្លៃណាក៏ដោយបើថាមិនអាចគេហៅថាបើមិនអាចចូលរួមបានឬក៏បង្រួមបានដោយកម្លាំងណាគឺយើងត្រូវធ្វើទៅតាមគោលនយោបាយនៃបករៀងខ្លួនសំដៅទៅលើគណៈបកកណ្ដាលអំណាចកុំមកឆ្លោះគ្នាឯងដណ្ដើមគ្នាឯងព្រោះអីហេតុអីបានមកដណ្ដើមគ្នាឯងបើកៅអីនៅក្នុងគណៈបកកណ្ដាលអំណាចកាន់120កៅអីជាងហ្នឹងហើយមកឆ្លោះគ្នាឯងហ្នឹងដណ្ដើមស្អីគេដណ្ដើមផេះអីដណ្ដើមខ្យល់អីព្រោះគ្នាអត់មានតន់មានមកកៅអីផងហេតុអីបានមកដណ្ដើមគ្នាឯងនោះទៅដណ្ដើមពីគណៈបកកណ្ដាលអំណាចដែលមាន120កៅអី25ទៀតទៅគណៈបកផ្សេងដែលជាគណៈបកក្រៅរដ្ឋាភិបាលមួយទៀតតែដូចតែគ្នាទេអញ្ចឹងត្រូវតដើមអា125កៅអីហ្នឹងមកចែកគណៈបកទាំងអស់នេះមិនមែនទៅដដើមគ្នាខ្យល់គ្នាឯងអត់ទាន់មានមកកៅអីឲ្យឆ្លោះគ្នាដដើមគ្នាទេឲ្យយល់អំពី
រឿងដែលប្រជាពលរដ្ឋផ្ដល់ក្តីសង្ឃឹមហើយកុំឲ្យប្រជាពលរដ្ឋអស់ក្តីសង្ឃឹមអស់លោកណាក៏ដោយនៅក្នុងគណៈបកប្រឆាំងទាំងអស់នេះដែលខ្ញុំរៀបរាប់នេះដែលឆ្លោះគ្នាគឺអស់លោកបំរើនយោបាយគណៈបកកណ្ដាលអំណាចអត់ខុសអីពីគណៈបក29ទៀតនៅក្នុងជួររដ្ឋាភិបាលហើយបោះទម្លាក់ឲ្យអស់ទៅបងប្អូនហើយបើសិនជាពួកគាត់បង្រួមហើយនៅតែបើកទ្រូងបើកចិត្តសម្រាប់បង្រួមគ្រប់គ្រងគាត់ទៅបោះឆ្នោតឲ្យគាត់ទៅជួយគាត់តែប៉ុណ្្នឹងទេមានតែវិធីនេះទេដែលបងប្អូនអាចផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋសពថ្ងៃមិនមែនផ្លាស់ប្ដូរការដឹកនាំរដ្ឋបាន180ដឺក្រេដូរកើតទេគណៈបកប្រជាជនកម្ពុជាគេមិនអោយគណៈបកប្រឆាំងឯណាទៅឈ្នះភ្លុកទឹកភ្លុកដីបានទេគេរកវិធីទុច្ចរិតសពបែបយ៉ាងដើម្បីទប់កុំអោយឈ្នះឆ្នោតប៉ុន្តែអាការទប់ហ្នឹងបើបងប្អូនធ្វើតាមផ្លូវច្បាប់កុំហិង្សាអំពើហិង្សានេះត្រូវជៀសវាងដាច់ខាតទី1ទី2ត្រូវប្រើសិទ្ធិស្របច្បាប់ដោយធម្មនុញ្ញហើយត្រូវហ៊ានតតាំងដោយប្រើសិទ្ធិរបស់យើងស្របច្បាប់ទៅស្ថានីយ៍បោះឆ្នោតកុំដេកផ្ទះគឺទៅគូសស្លឹកឆ្នោតឲ្យគណៈបកប្រឆាំងណាក៏បានកុំគូសចោលគឺគូសចោលទៀតគឺបងប្អូននឹងបាត់បង់សិទ្ធិសេរីភាពចោលស្លឹកឆ្នោតហើយព្រោះកោចបយើងចាត់ទុកថាអត់បានការក៏ពិតមែនក៏ប៉ុន្តែដោយសារប្រជាពលរដ្ឋបោះឆ្នោតភ្លុកទឹកភ្លុកដីគាត់លួចអត់អស់អ្នកណាលួចក៏លួចមកអស់ដែរឥឡូវបន្តទៀតចូលដល់រឿងតកតងនឹងអូយពេលវេលាកាន់តែខើចណាស់ហើយអឺថៃសំទោសតំណាងពាណិជ្ជកម្មតំណាងសភាពាណិជ្ជកម្មអាមេរិកសុំមតិយោបល់សហគមន៍ខ្មែររឿងចាត់ការរដ្ឋាភិបាលកម្ពុជាដែលបរាជ័យក្នុងកិច្ចការពារសិទ្ធិការងារនេះគឺជារឿងសំខាន់ហើយជាអាយុជីវិតរបស់កម្ពុជាហើយជាគ្រោះថ្នាក់របស់កម្ពុជាដែរមិនលេងសើចទេណាបងប្អូនកុំលេងសើចឲ្យសោះម៉ោងនេះគឺតំណាងពាណិជ្ជកម្មរបស់អាមេរិកបានតាក់ទងក្រុមអង្គការ Save Cambodia បាទជាអង្គការតែមួយគត់នៅស្រុកក្រៅនេះដែលទទួលបានឋានៈដែលជាអ្នកពិគ្រោះយោបល់ផ្នែកអង្គការសហប្រជាជាតិហើយមានទឹកមាត់ប្រៃដែលអាចនឹងពំនាំសម្លេងប្រជាពលរដ្ឋខ្មែរទៅក្រសួងការបរទេសអាមេរិកទៅក្រសួងពាណិជ្ជកម្មអាមេរិកពិធីតុកមូលរបស់អង្គការ Save Cambodia នេះបានធ្វើច្រើនសារហើយអាមេរិកយកមតិរបស់ Save Cambodia នេះមិនមែនយកមតិអង្គការនេះទេដោយសារអង្គការនេះគឺតំណាងឲ្យសម្លេងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសយកទៅប្រាប់គេឥឡូវឃើញទឹកមាត់គាត់ប្រៃហ៎ឥឡូវសហគមន៍អន្តរជាតិជាពិសេសគឺពាណិជ្ជកម្មតំណាងពាណិជ្ជកម្មអាមេរិកនេះគឺពឹងពាក់ឲ្យខាងអង្គការ Save Cambodia នេះប្រមូលមតិរបស់សហគមន៍ខ្មែរនៅទូទាំងប្រទេសដើម្បីឲ្យទៅខាងពាណិជ្ជកម្មអាមេរិកចាត់ការរដ្ឋាភិបាលកម្ពុជាបែបណាដែលមកដល់ម៉ោងហ្នឹងនៅតែបរាជ័យមិនស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញជាពិសេសគឺសិទ្ធិការងារសិទ្ធិកម្មករនឹងតែម្ដងដែលយើងឃើញហើយបាតកម្មនៅ Naga World ហ្នឹង4ឆ្នាំក៏អត់រកយុតិធធឲ្យគ្នាឥឡូវមកដល់រឿង scam ទៀត scam ហ្នឹងគឺអ្នកដែលធ្វើការនៅតំបន់ scam ហ្នឹងវាជាអ្នកដែលឆោបោកគេមែនប៉ុន្តែជាជនរងគ្រោះនៃការដែលជួញដូរមនុស្សឥឡូវទៅចាប់គេដាក់ពន្ធនាគារហើយប្រព្រឹត្តមិនត្រឹមត្រូវអង្គការលើកលែងទោសអន្តរជាតិរកឃើញការប្រព្រឹត្តនេះធ្វើឲ្យប៉ះពាល់ដល់សិទ្ធិការងារកម្មករប្រាក់ខែក៏នៅទាបសិទ្ធិកម្មករសិទ្ធិសហជីពក៏នៅតែរដ្ឋបិទកម្មករលក្ខខណ្ឌការងារជិះឡានដូចជិះណែគោកបីបុកគ្នាម្ដងស្លាប់10 20នាក់លាក់ទាំងអស់នេះគឺយើងអត់ទាន់ដូរទេហើយអាមេរិកគេចាប់ផ្ដើមដាក់ទណ្ឌកម្មយើង10%ទៀតនៃការយកពន្ធថែម19%ឥឡូវថែម10%ទៀតបើយើងអត់ដូរអាហ្នឹងឥឡូវសហគមន៍អន្តរអាមេរិកគេចង់សុំឲ្យប្រជាពលរដ្ឋខ្មែរនឹងជួយឲ្យជាយោបល់ថាគួរធ្វើយ៉ាងម៉េចដើម្បីចាត់ការរដ្ឋាភិបាលកម្ពុជារឿងរំលោភសិទ្ធិមនុស្សនិងរំលោភសិទ្ធិការងារនេះអញ្ចឹងសម្លេងរបស់បងប្អូនបានឮតាមរយៈអង្គការ Save Cambodia នឹងអញ្ចឹងកុំអស់សង្ឃឹមហើយកុំភ្លេចថារដ្ឋាភិបាលកម្ពុជាក៏គេដាក់ពាក្យគេដោះសារទៅខាងក្រសួងការបរទេសដែរបងប្អូនតែអត់ឈ្នះប្រជាជនទេព្រោះរដ្ឋាភិបាលដោះសារនឹងការពីអត់ការពិតទេដោះស្រាយអត់ដោះស្រាយទេអញ្ចឹងសម្លេងបងប្អូននៅតែធំនៅតែខ្លាំងអញ្ចឹងជួយអង្គការ Save Cambodia នេះព្រោះគាត់កំពុងបកគោប្រកាសឲ្យទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកក្រៅស្រុកអីនិងប្រជាពលរដ្ឋទូទៅហ្នឹងជួយអង្គការនេះកំពុងប្រមូលមតិរបស់បងប្អូនត្រឹមថ្ងៃទី3ខែកក្កដាខ្ញុំនឹងពន្យល់ព័ត៌មាននេះលម្អិតដោយខ្ញុំនឹងសម្ភាសកញ្ញាស៊ិនទេវីដែលជា
នាយិកាអង្គការ Save Cambodia ដែលខ្ញុំនឹងចាក់ផ្សាយបទសម្ភាសន៍នេះនៅថ្ងៃពហុបាទបងប្អូនតាមដានចាំមើលយប់ថ្ងៃពហុទី25ព្រោះជារៀងរាល់ថ្ងៃ25គឺខ្ញុំមានការផ្សាយប្រចាំខែមួយសម្រាប់អង្គការ Save Cambodia នេះដែលនិយាយអំពីការតស៊ូមតិជំនួសឲ្យសហគមន៍ខ្មែរយើងនៅទូទាំងប្រទេសនិយាយពីរឿងធ្វើម៉េចឲ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញអញ្ចឹងបងប្អូនតាមដានព័ត៌មានលម្អិតបើសិនជាចង់ដឹងព័ត៌មានលម្អិតនេះយ៉ាងម៉េចចូលទៅមើលFacebook របស់អង្គការ Save Cambodia នេះនៅពេលនេះក៏បានដែរគឺ Save Cambodia នៅក្នុង Facebook គាត់ដាក់អញ្ចឹងហ្មង SAVE Cambodia CAMBODIA Save Cambodia អង្គការសង្គ្រោះកម្ពុជាបាទដែលជាអង្គការខ្មែរតែមួយគត់នៅក្រៅប្រទេសដែលទទួលបានការទទួលស្គាល់ក្នុងឋានៈជាអ្នកពិគ្រោះយោបល់របស់អង្គការសហប្រជាជាតិតាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាហើយអង្គការនេះធ្វើកិច្ចការងារច្រើនណាស់ហើយកន្លងមកបានទីប្រឹក្សារបស់អង្គការនេះមួយគឺលោកមេធាវីអន្តរជាតិលោកម៉ូតុនស្ក្លាតែជាអកុសលលោកបានទទួលអនិច្ចកម្មតាំងពីខែកុម្ភៈមកម្លេះប៉ុន្តែគេមរតកគេដំណើរនៃការជួយប្រឹក្សាអង្គការនេះក៏ធ្លាក់មកដល់បង្រៀនឲ្យកញ្ញាសិនទេវីនឹងคล้ายទៅជាអ្នកស្នងតំណែងហើយនឹងមានបញ្ញវន្តនិស្សិតបណ្ឌិតអីច្រើនទៀតដែលជួយអង្គការនេះដោយស្ម័គ្រចិត្តច្រើនទៀតអញ្ចឹងបងប្អូននៅមានសង្ឃឹមលើអង្គការ Save Cambodia នេះច្រើនដែរខ្ញុំសេះរឿងនេះសិនបាទបន្តទៅទៀតតកតងនឹងថៃចុះវាស់វែងដីនិងចែកដីខ្មែរចំនួន3កន្លែងនៅឲ្យពលរដ្ឋថៃនៅភូមិជោគជ័យបងប្អូនឈឺចាប់ណាស់ដីខ្មែរដែលគេយកបានឥឡូវនេះគេយកទៅចែកដីគ្នាទៀតអឺចែកនៅភូមិជោគជ័យឲ្យ3គ្រួសារគឺចុះឲ្យថតរូបមកដូចថាឌឺយើងណាហើយយើងនឹងរងចាំថៃគេអត់រងចាំទេបងប្អូនថៃគឺគេវាស់យកប៉ុន្តែខូចមែនតើថៃហ្នឹងអាដីហ្នឹងបើវាស់ឲ្យថៃគ្នាឯងតែបើវាស់វែងដើម្បីបានមកខ្មែរវិញគឺបិទផ្លូវចរចានេះខូចមែនតែម្ដងប៉ុន្តែអារឿងថៃខូចរឿងថៃអត់សិលធម៌រឿងថៃអីវាមិនជុំទេងុំនឹងខ្មែរយើងទៅអោបជើងថៃទៅធ្វើពហិការទៅសុំវល់គេឲ្យចរចាឯណាវិញអាដែងតឡាការអន្តរជាតិ ICC ICJ មានអត់ប្តឹងគេទេសុកចិត្តឲ្យថៃមើលងាយយើងគ្រប់បែបយ៉ាងដោយសារតែយើងជឿថារងចាំនេះនឹងបានអីមកវិញជានយោបាយរងចាំដើម្បីស្អំចិត្តប្រជាពលរដ្ឋខ្មែរល្អហើយស្អំចិត្តទៅព្រោះយើងបាត់អស់67កន្លែងហើយក៏ប៉ុន្តែក្នុងពេលជាមួយគ្នានឹងដើម្បីឲ្យគ្នារងចាំដោយក្តីសង្ឃឹមដាក់ពាក្យប្តឹងទៅតុលាការខ្លះផងទៅបើយើងទៅចរចាទៅទេគ្នារងចាំទៅជារឿងដេកចាំហើយអាហ្នឹងគឺរងកម្មហើយណាខ្ញុំមិនចង់ប្រើពាក្យអីដែលថាប៉ះពាល់ដល់ការដែលគេដាក់ភូមិរងចាំទេប៉ុន្តែការរងចាំវានឹងរងកម្មហើយនឹងដេកចាំពិតមែនហើយបើសិនជាយើងមិនប្តឹងទៅតុលាការអន្តរជាតិថៃចេះតែវាស់ថៃចេះតែកិនហើយយើងចេះតែកត់ទៅកត់ចំណាំទៅយូរសងអស់លីងសំទោសមិនមែនសងអស់លីងយូរគេយកដីអស់លីងហើយអ្វីទៅក៏ទៅជាបាយអស់ទៀតពេលដែលឃើញថៃកំពុងវាស់ដី3កន្លែងឲ្យប្រជាពលរដ្ឋថៃនៅភូមិជោគជ័យលោកម៉ែនណាតដែលជាអ្នកខ្លាំមើលសង្គមនៅឯ Norway លោកនៅតែស្រក់ទឹកភ្នែកគាត់សរសេរថាថៃចុះវាស់វែងដីទៀតហើយ3កន្លែងទាហានថៃឈរយាមការពារឲ្យកសិករថៃធ្វើស្រែលើដីខ្មែរនៅភូមិជោគជ័យនេះគឺពួកគេធ្វើម្ដងហើយម្ដងទៀតហើយឥឡូវនេះគឺគេឲ្យដីប្រជាពលរដ្ឋខ្លួន4គ្រួសារឯណោះស្មើនឹង66រៃហើយវាស់វែងបន្ថែម30រៃទៀតនៅថ្ងៃ22ខែមិថុនាថ្ងៃសាមិញនេះភូមិជោគជ័យគឺជាតំបន់មួយដែលស្ថិតនៅក្នុងតំបន់ជាច្រើនទៀតដែលត្រូវបានទាហានថៃឈ្លានពានឈរជើងក្នុងចំណោម67កន្លែងបាទអញ្ចឹងលោកម៉ែនណាតក៏ថាអញ្ចេះយោបល់របស់លោកថារដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងសមត្ថភាពយុទ្ធសាស្ត្ររឹងមាំហើយត្រូវដើរលើផ្លូវត្រូវទី1ត្រូវប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ ICJ លើសំណុំរឿងព្រំដែននិងសំណុំរឿងប្រាសាទបុរាណខ្មែរនៅព្រំដែននឹងត្រូវប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លើសំណុំរឿងបង្កអក្រកម្មសង្គ្រាមនិងបង្កអក្រកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធនឹងជនស៊ីវិលខ្មែរនិងទី2ត្រូវដំឡើងកម្រិតការទូតឲ្យខ្ពស់បំផុតជាយន្តការអន្តរជាតិឲ្យមានប្រសិទ្ធភាពរួមទាំងអង្គការសហប្រជាជាតិប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីអាស៊ានអីនឹងជាដើមកុំទៅធ្វើតែជាមួយថៃចង់និយាយចេះដើម្បីទាមទារឲ្យថៃត្រូវតែដកកងទ័ពចេញពីដីកម្ពុជាឲ្យដាច់ខាតទី3ទប់ស្កាត់ភាពកក្លឿនរបស់ភាគីថៃដោយប្រើសិទ្ធិការពារខ្លួនផង
នៅលើទីតាំងជាក់ស្ដែងនិងស្ថានភាពជាក់ស្ដែងស្របតាមច្បាប់អន្តរជាតិលោកប្រហែលជាសំដៅទៅលើអាដីដែលគេរំលោភក្រោយបទជបាញ់នេះយើងត្រូវមានសិទ្ធិការពារខ្លួនបើថាអត់សោះបើថាខ្លាចបាញ់ខ្លាចសង្គ្រាមក៏បាញ់ចំពាមកៅស៊ូដែលលោកហ៊ុនម៉ាណែតថាចំពាមកៅស៊ូក៏បាញ់ខ្វាក់ភ្នែកទាហានថៃដែរហ្នឹងទៅហេតុអីឲ្យគេមកឈ្លានពានយើងហួសបាត់ជបាញ់ហ្នឹងហើយយើងនៅតែចរចានៅតែអង្វរនៅតែថ្កោលទោសនៅតែមិនទទួលយកអារឿងនៅក្នុងប័ណ្ណឈប់បាញ់មួយហ្នឹងក៏យើងខុសបាត់ទៅទៀតព្រោះយើងឲ្យគេនៅណានៅហ្នឹងហើយយើងអត់ទទួលយកតែអត់ទទួលយកក្រោយប័ណ្ណឈប់បាញ់វាអត់មានរឿងអត់ទទួលយកទេគឺទៅដណ្ដើមយកមកវិញហ្មងព្រោះហ្នឹងរឿងដែនអធិបតេយ្យយើងមានសិទ្ធិការពារខ្លួនតាហើយដល់ពេលខ្លួននៅស្ងៀមខ្មែរយើងខំជួយប្រាប់ឲ្យទៅយកមកវិញព្រោះគេបំពេញយើងថាពួកក្រុមខ្មែរក្រៅប្រទេសហ្នឹងហើយពួកប្រឆាំងហ្នឹងក្រុមស្រឡាញ់សង្គ្រាមចង់បបួលឲ្យធ្វើសង្គ្រាមអត់យល់មាននរណាគេបបួលឲ្យធ្វើសង្គ្រាមបើដាក់ពាក្យប្តឹងទៅថៃក៏មិនដាក់រុញគេក៏មិនរុញហើយទៅនឹងអង្គុយរងចាំហើយទៅថាគេចង់ធ្វើសង្គ្រាមអូយគឺទៅហួសនិស័យហួសនិស័យហុសវាចានឹងថ្លែងគាត់ធ្វើអីក៏បាននាយករដ្ឋមន្ត្រីថៃណាយើងកំពុងតែដេកចាំរងចាំឱកាសចរចាថៃបិទផ្លូវចរចាអស់យប់ម្សិលយន្តហោះថៃហោះពេញមេឃ F16 ក៏ក្រើកផែនពណ៌សធាគ្មានអ្នកណាដេកពួនបានទេនៅក្បែរជាប់របងព្រំដែនហ្នឹងមិនដឹងចូលដីខ្មែរចូលដីអីខ្លះអាណាតដឹងលោកឯងបើសុំបីតាមដីចាក់ស្ដែងមិននៅចូលមិនដឹងចំមុំហោះហើយថៃមានតែខ្លាចអីហោះចូលដីខ្មែរចាំបាច់ភ័យម៉េះកាលវាយគ្នាមកប្រាវយន្តហោះ F16 ថៃហោះមកទម្លាក់គ្រាប់90គីឡូដីចូលដល់ស្រីស្នំនៅខេត្តសៀមរាបហ្នឹងអូយថៃខ្លាចអីមកបំពេញអីប៉ុណ្ណឹងក៏ប៉ុន្តែអ្វីដែលថៃប្រហោះយន្តហោះខ្លួនគឺថៃចង់បញ្ជាក់ប្រាប់ខ្មែរថាកុំក្អកអត់បានដីនឹងមកវិញទេហើយនាយករដ្ឋមន្ត្រីថៃលោកអនុទិនច័ន្ទវរៈគុលនៅពេលដែលយន្តហោះនឹងហោះឬមានប្រជាពលរដ្ឋកង្វល់ថាអាចធ្វើឲ្យចំនួនព្រំដែនក្តៅកគុកទៀតដឹងបានជានាំគ្នាប្រហោះយន្តហោះសម្ពយុទ្ធយោធាគេថាអត់ទេយន្តហោះនឹងគេហោះជាប្រចាំអញ្ចឹងមួយខែគេហោះម្ដងសម្ពយុទ្ធយោធាដើម្បីស្ដារម៉ាស៊ីនយន្តហោះផងហើយអនុទិនច័ន្ទវរៈគុលប្រើពាក្យមួយម៉ាត់ទៀតចេះថាដើម្បីបញ្ជាក់ប្រាប់ខ្មែរថានេះគឺជាសម្លេងតខ្ទានៃភាពឯករាជ្យអធិបតេយ្យរបស់ថៃក្នុងការការពារទឹកដីរបស់គេមិនឲ្យបាត់1មីលីម៉ែត្រណាឥឡូវសង្ឃឹមផេះតើឃើញគេនិយាយចឹងហ៎ហើយអនុទិនច័ន្ទវរៈគុលនេះខ្ញុំប្រាប់ឲ្យជាប់ឆ្នោតដោយសារតែវាយយកដីខ្មែរបានប្រមាណដុំហ្នឹងឯងប្រមាណ10ដុំហ្នឹងបើគាត់ឲ្យដីយើងវិញគាត់ធ្លាក់ឆ្នោតឲ្យគាត់ធ្វើអញ្ចឹងទៅអញ្ចឹងហើយបានមួយថ្ងៃនិយាយស្រែកតែប៉ុណ្ណាហើយបើយើងដឹងថាថៃអញ្ចឹងឈ្លានពានអញ្ចឹងត្រៀមតបគេអញ្ចឹងរំលោភអញ្ចឹងបលាលួសអញ្ចឹងយើងអត់ហ៊ានតវ៉ាអីទៅយករុញបលាលួសគេហើយមិនអាចធ្វើអីគេបានចុះហេតុអីបានយើងប្តឹងគេទៅតុលាការអន្តរជាតិហើយមកអារឿងព្រំដែនទឹកហ្នឹងក៏យើងប្រកែម៉េះអារឿងព្រំដែនទឹកអត់ទាន់ឆ្លោះគ្នាសោះទៅចូលបោចផ្កាននោងលូតទុំលេបផ្កាននោងជាប់ផ្លែបបក់របស់ថៃទៀតរឿងទៅឡើងដល់ភាគីទី3ឲ្យថៃយល់ថាអះបើឡើងដល់ភាគីទី3មិនបាច់ចរចាព្រំដែនគោកទេអាព្រំដែនទឹកណាញឡើងទៅហ្នឹងឯងគឺទាញឲ្យយើងឡើងគោកដូចគេឡើងទៅឯណាណីមួយឆ្នាំ2ឆ្នាំទៀតមិនដឹងនៅឯណាហើយដល់ឥឡូវបិទផ្លូវតវ៉ាចរចានៅអាវាស់វែងដីនេះគេបិទតែវាស់វែងដីចែកឲ្យខ្មែរតែថៃនៅបន្តវាស់វែងដីចែកឲ្យថៃហ្នឹងហើយយើងរងចាំចឹងបានថាបងប្អូនខ្មែរនៅគ្រប់ទិសទីត្រូវតែតវ៉ាឲ្យរដ្ឋាភិបាលកម្ពុជានេះដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិឲ្យឆាប់តាមដែលអាចធ្វើទៅបានគ្មានជំរើសទេបងប្អូនយើងធ្វើអីសប្ងៃហ្នឹងគឺធ្វើទៅប៉ុន្តែបើធ្វើដូចដដែលនេះអត់បានដីមកម្ដុំវិញទេខ្ញុំមិនដឹងអស់លោកយល់ច្បាស់យ៉ាងជាក់យ៉ាងណានេះខ្ញុំអត់យល់ទេសចរនៅតលេងស្រុកខ្មែរបន្តធ្លាក់ចុះរហូតដល់ជាងពាក់កណ្ដាលសំទោសជិតពាក់កណ្ដាលឃើញនៅយើងមានបញ្ហាគ្រប់បែបយ៉ាងយើងធ្វើពាណិការផលិតផលថៃចង់បិទដង្ហើមថៃឲ្យដាច់ខ្យល់ងាប់ព្រោះអីកុំឲ្យថៃគេថាអូថៃខ្មែរយើងតែគេបិទព្រំដែនណាហើយតែគេនាំបិទព្រំដែនលែងនាំផលិតផលថៃអីមកឲ្យខ្មែរនិយាយទៅគេថាតែបិទព្រំដែនគឺខ្មែរដាច់ខ្យល់ហើយអាហ្នឹងគឺភាសាឃោសនាអកុសលរបស់អ្នកនយោបាយខ្មែរទេថៃអត់ដែលគិតថាបិទព្រំដែនដាច់ខ្យល់ខ្មែរពីអង្កលទេ
ថៃមិនមែនល្ងង10គត់ដូចយើងបោកប្រជាពលរដ្ឋខ្មែរបានទេថៃសេដ្ឋកិច្ចថៃនាំទៅបរទេស340,000 លានដុល្លារ33,400 លានដុល្លារនៅក្នុងមួយឆ្នាំមកខ្មែរតែ3%ទេទៅពិភពលោក97%ហើយពេលដែលគេបិទព្រំដែនហ្នឹងថៃដឹងច្បាស់ទៀតថាផលិតផលថៃប្រកួតប្រជែងជាមួយផលិតផលយួនក៏ពិបាកដែរព្រោះវាថោកជាងពីចិនពីម៉ាឡេពីស្អីផ្សេងទៀតចូលស្រុកខ្មែរស្រោចដូចទឹកបាក់ទំនប់ថៃដឹងតាថៃអត់ដែលគិតថាឈប់ផ្ដល់ផលិតផលមកខ្មែរដាច់ពោះឯណាទេព្រោះថៃភ័យមែនតើខ្លាចថាបើសិនជាមិនពង្រឹងគុណភាពផលិតផលខ្លាចខ្មែរប្រើផលិតផលយួនផលិតផលចិនផលិតផលម៉ាឡេឥណ្ឌូនេស៊ីអីចឹងថៃដឹងយូរហើយតាហើយថៃអត់ដែលដឹងថាបិទអាព្រំដែនហ្នឹងធ្វើឲ្យថៃដាច់ខ្មែរដាច់ពោះឲ្យអត់មានទេកុំទៅជឿថាថៃបិទព្រំដែនដើម្បីផ្ដាច់អុកស៊ីសែនខ្មែរអត់សោះថៃបិទព្រំដែនគឺដើម្បីស្រួលវាយយកដីខ្មែរឲ្យងាយដើម្បីកុំឲ្យប្រជាពលរដ្ឋឆ្លងកាត់ចុះឡើងទៅខ្លាចស្លាប់ជនស៊ីវិលបើប្រជាពលរដ្ឋនៅឆ្លងដែនស្របច្បាប់ទៅមកតើឲ្យគេបិទវាយយកកន្លែងណាបានហើយនៅពេលដែលបិទព្រំដែនស្រាប់អញ្ចឹងវាយយកគឺអាចពាត់លបងយកហ្មងព្រោះព្រំដែនបិទយូរហើយដូច្នេះអត់ចាំបាច់បិទអីទៀតទេគឺដាក់បលាលួសប្រជាពលរដ្ឋឆ្លងអត់បានថៃយកទាំងអស់នេះគឺជាល្បិចថោកទាបរបស់ថៃប៉ុន្តែឆ្លាតហើយយើងនាំគ្នាទៅឃោសនាថាថៃបិទព្រំដែនដើម្បីឲ្យដាច់ខ្យល់ខ្មែរស្រាមានដែលរដ្ឋាភិបាលថៃឯណាលោកអនុទិនច័ន្ទវរៈគុលឬក៏បៃថងឋានឬក៏អ្នកណានៅជួររដ្ឋាភិបាលដែលនិយាយមួយម៉ាត់ទេថាបិទព្រំដែនដើម្បីឲ្យដាច់ងាប់សេដ្ឋកិច្ចខ្មែរអត់ទេបិទហ្នឹងគឺដើម្បីឲ្យដាច់ការឆបោកអនឡាញនៅតំបន់ស្មាច់នៅតំបន់ច្រកកន្លែងផ្សេងដែលមានកាស៊ីណូខ្មែរដែលមានពួក scammer អ្នកឆបោកអនឡាញនោះតាអាហ្នឹងបំណងគេប្រាប់ច្បាស់តាគេសុកចិត្តដាច់ភ្លើងនៅប៉ោយប៉ែតផ្ដាច់អ៊ីនធឺណិតនៅប៉ោយប៉ែតកាលដំបូងគេអត់ទាន់បិទព្រំដែនហ្នឹងគេគ្រាន់ផ្ដាច់អាហ្នឹងដល់ខ្មែរយើងធ្វើពហិការធ្វើអីទៀតទៅផលិតផលគេហ្នឹងទៅហើយថៃមកដល់ម៉ោងនេះបងប្អូនគេអត់ត្រូវការពឹងយើងទេដែលពឹងគេហើយយើងពឹងផលិតផលគេ30-40ឆ្នាំហើយយើងវាមិនមែនថាយើងអត់ពឹងខ្មែរបានពឹងបានក៏ប៉ុន្តែថៃនិយាយទៅគឺមិនមែនបំណងថៃក្នុងការធ្វើឲ្យខ្មែរដាច់ខ្យល់ពេលបិទព្រំដែនគោកនឹងទេបើថៃបិទព្រំដែនគោកធ្វើឲ្យខ្មែរដាច់ខ្យល់ថៃច្បាស់ជាបិទព្រំដែនអាកាសនិងព្រំដែនទឹកទៀតហើយមិនមែនអត់បិទទេសុកចិត្តឲ្យបើកព្រំដែនទឹកព្រំដែនអាកាសបានមកសេរីហើយផលិតផលថៃអីនាំគ្នាដឹងជូនទៅវិញទៅមកតាមផ្លូវនឹងអស់បាទដូច្នេះអានេះជាឃោសនាអកុសលរបស់អ្នកនយោបាយកម្ពុជាដើម្បីធ្វើឲ្យគិតថាថៃនឹងចង់ថាខ្មែរស្លាប់បិទព្រំដែនខ្មែរអត់ស្លាប់អញ្ចឹងពហិការផលិតផលណែឯងពហិការផលិតផលគេដែលគេបិទព្រំដែនចិត្តអស់ហើយទៅពហិការផលិតផលអីគេទៀតបើយើងបិទព្រំដែននឹងអត់មានផលិតផលនឹងយកមកក្នុងនេះអញ្ចេះដូច្នេះយើងធ្វើនឹងគឺជានយោបាយស្អំចិត្តខ្លួនឯងបោកប្រាស់ប្រជាពលរដ្ឋទេតែបើឲ្យថៃប៉ះពាល់ខ្លាំងថៃមិនប៉ះពាល់ខ្លាំងទេ100ថៃប៉ះ3ហើយនិយាយចឹងយើងថាឈឺចាប់កាន់ជើងថៃមិនមែនទេគឺចង់ឲ្យខ្មែរយើងភ្ញាក់ខ្លួនវិធីដែលឈ្នះថៃមិនមែនពហិការផលិតផលថៃទេហើយក៏មិនមែនចរចាជាមួយថៃដែរវិធីដែលឈ្នះថៃគឺប្តឹងថៃទៅតុលាការអន្តរជាតិ ICC និង ICJ តែប៉ុណ្ណឹងហើយធ្វើអីទៀតធ្វើទៅហើយបើប្តឹងថៃហើយអត់ចាំបាច់មកខ្វល់រឿងពហិការអត់បាញ់ទៅបាញ់ថ្នាំអីទៅក្បែរលបងបលាលួសថៃអីតវ៉ាមិនទទួលស្គាល់អីទេថៃរត់រឹងក្បិនហើយនឹងត្រូវតែត្រៀមមេធាវីត្រៀមអីដើម្បីតតាំងក្តីនៅតុលាការទៅហើយចុងក្រោយតុលាការសម្រេចឲ្យខ្មែរឈ្នះហើយវាមានអីទៀតចប់ត្រឹមប៉ុណ្្នឹងឯងបងប្អូនបាទឥឡូវខ្ញុំបន្តទៅទៀតរឿងនេះគឺវាពិបាកដែរទេសចរយើងថយចុះគឺដោយសាររឿងបិទព្រំដែននឹងដែរឥឡូវថយចុះដល់50%បងប្អូនជិត50%ក្រសួងទេសចរគឺចេញរបាយការណ៍ពីថ្ងៃ1ដល់ខែឧសភាឆ្នាំ2026នេះដំបូងចុះតែត្រឹម30ជាងជិត40ឯងឥឡូវនេះគឺភ្ញៀវទេសចរនេះគឺចុះរហូតដល់ទៅអឺ47.8%ជិត49%បានន័យថាពីមុនមក10នាក់ឥឡូវនៅសល់តែ5នាក់ហ្នឹងហើយភ្ញៀវធ្លាក់អស់ហើយនៅសល់តែចិនលេខ1ទី2វៀតណាមទី3មានអាមេរិកដែរអាមេរិកមកហ្នឹងគឺមានប្រមាណជា91000នាក់ទេក្នុង9ខែអាមេរិកប្រហែលជាមិនទាន់ខ្លាចនឹងរឿងទៅលេងស្រុកខ្មែរទេដោយសារតែមានទូតមានអីគេនៅស្រុកខ្មែរនឹងដែរឬក៏យ៉ាងម៉េចតែបើចិននៅតែមកធម្មតាព្រោះអីអាឆបបោកអនឡាញហ្នឹងវាអត់ទាន់ចប់ទេ
Việt Namអីហ្នឹងគឺចិញ្ចូលយើងធម្មតាព្រោះវៀតណាមហើយកម្ពុជាដូចលបងផ្សារបឹងកេងកងហើយនឹងអឺណែនៅក្នុងក្រុងភ្នំពេញជាប់គ្នាហ្នឹងចិញ្ចូលព្រឹកងាយបានដូច្នេះអត់អីទេតែអ្នកដទៃទៀតអឺរ៉ុបអត់មានទេគឺស្បាយអស់ហើយភ្ញៀវទេសចរដែលធ្លាក់នេះបងប្អូនដឹងហើយខែឧសភានេះ5ខែដំបូងឆ្នាំ2025នៅពេលមិនទាន់មានឆ្លោះគ្នាឆ្នាំមុនហ្នឹងគឺយើងមានភ្ញៀវម៉ោងហ្នឹងប្រហែលជាជាង2លាននាក់ប្រហែល2លាន5សែនឥឡូវនៅសល់1លាន5សែនហ្នឹងអត់ដល់ផង1លានជាង5សែនជាងអញ្ចឹងយើងថយច្រើនមែនតើលុយយើងរមួយឆ្នាំនៅក្នុង2025ចំណូលពីទេសចរនេះបានប្រហែលជាជិត$4000 លានចាឥឡូវបើយើងធ្លាក់ពាក់កណ្ដាលបាននៅយើងធ្លាក់ចំណូលនេះប្រហែលជា$2000 លានហើយយើងកំពុងតែខ្វះហ្នឹងយើងចោះ tour guide ចោះអ្នកដែលរកស៊ីលក់របស់វត្ថុអនុស្សាវរីយ៍រត់តុក pass up ឬក៏ស្អីហ្នឹងជាងគំនូអ្នករត់ម៉ូតូឌុបស៊ីក្លូកង់ឡានអីហ្នឹងអូយគ្នាវេទនាណាស់បងប្អូនហើយអាហ្នឹងដោយសារអីដោយសារតែវិបត្តិព្រំដែនហើយអ្នកណាស្លាប់ខ្មែរថៃស្លាប់ហ៎អត់ទេថៃមកដល់ម៉ោងនេះមានភ្ញៀវទេសចរគេទៅជិត25លាននាក់ភ្ញៀវទេសចរគេគឺប្រហាក់ប្រហែលនឹងឆ្នាំមុនគេអត់មានថយទេគឺគេកើនឡើងភ្ញៀវទេសចរពីអឺរ៉ុបដោយសារអឺរ៉ុបអីគេលែងមកខ្មែរទៅថៃអស់ទៅវៀតណាមក៏កើនវៀតណាមកើនឡើងរហូតដល់ទៅ15%ឯណោះភ្ញៀវគេយើងធ្លាក់តែយើងដោយសារអីដោយសារបិទព្រំដែនអញ្ចឹងអ្នកណាស្លាប់បងប្អូនអត់មែនខ្មែរថៃស្លាប់ទេគឺខ្មែរតាអញ្ចឹងបានថាយើងយកអាការឈឺចាប់ហ្នឹងនាំគ្នាតស៊ូឲ្យរដ្ឋាភិបាលប្តឹងថៃទៅតុលាការអន្តរជាតិវិញកុំពាក់ឯកាអីទៀតពាក់ឯកាហ្នឹងវាបានតែស្អំចិត្តឲ្យវាឲ្យខូចសិលធម៌អីយើងដល់ពេលចុងក្រោយលទ្ធផលទៅបានប្រយោជន៍អីពាក់ឯកាចោះក៏ប៉ុន្តែចង់និយាយថាជួយពាក់ឯកាឬក៏ជួយតវ៉ាឲ្យរដ្ឋាភិបាលប្តឹងថៃផងឥឡូវតម្លៃប្រេងសាំងនៅលើសំទោសចំនួនដីធ្លីរវាងទាហានព្រំដែននិងអង្គញាថោងសារ៉ាត់ឈានដល់ប្តឹងគ្នារឿងគម្រាមសម្លាប់លោកថោងសារ៉ាត់អត់ចប់សោះរឿងគាត់បងប្អូនប្រហែលជាស្គាល់អង្គញាថោងសារ៉ាត់នឹងជានរណាមិនអញ្ចឹងឯងលោកថោងសារ៉ាត់គឺទាំងលោកថោងសារ៉ាត់ដើមកំណើតវៀតណាមឪពុកម្ដាយគាត់ក៏វៀតណាមដែរក៏ប៉ុន្តែមកស្រុកខ្មែររកស៊ីមានបានទៅខ្លាយទៅជាជនជាតិខ្មែរមានសញ្ជាតិមានអីខ្មែរអស់ហើយទាំងឪពុកគាត់ទាំងអីដែលនិយាយខ្មែរមិនច្បាស់អីហ្នឹងគឺគាត់បានជាសញ្ជាតិជាអីខ្មែររកស៊ីកាក់កបណាស់តាក់ទងរឿងបរិយរឿងដីធ្លីអីហ្នឹងហើយក៏មានរឿងមួយដែលតាក់ទងនឹងឃាតកម្មលោកអឹងមីងជឺដែលបាញ់ស្លាប់នៅឯផ្សារអូឡ িম্প ិកទៅកន្លែងលក់ស្តង់លក់ផ្លែឈើខាងលិចផ្សារអូឡ িম্প ិកហ្នឹងដែលគេផ្ដន់ទាទោសគាត់ឲ្យជាប់គុកមួយជីវិតឯណាណោះពីបត្តិសម្លាប់លោកអឹមមីជីអត់បានជាប់គុកមួយថ្ងៃទេដឹងនៅតែបន្ទប់ VIP ដល់ចុងក្រោយតុលាការកំពូលកាត់ក្តីឲ្យគាត់រួចខ្លួនថាគាត់អត់មានទោសហើយដល់ចឹងទៅឥឡូវនេះគឺគាត់ចេញមករកស៊ីរកអីស្រួលបួលឥឡូវតាក់ទោសនឹងការរំលោភដីធ្លីប្រជាពលរដ្ឋនៅថាប្រជាពលរដ្ឋទូទៅមិនអីទេនេះប៉ះទាហានព្រំដែនទៀតគាត់ទៅសុំច្បាប់គេដើម្បីមកការពារដីគាត់ថាការពារដីព្រំដែនប្រឹងចង់ដាច់ខ្យល់ស្លាប់ដើម្បីការពារដែនអធិបតេយ្យខ្មែរឥឡូវការពារដីខ្លួនឯងម្ដុំការពារអត់បានផងទាហានការពារព្រំដែនយ៉ាងម៉េចទៅបើការពារដីខ្លួនឯងអត់បានអញ្ចឹងក្រងសម្លៀកបំពាក់យោធាហ្នឹងគឺគាត់ឈ្មោះប៊ុនច័ន្ទដារនីលោកប៊ុនច័ន្ទដារនីហ្នឹងគឺឃើញតវ៉ានៅដីគាត់នៅគាត់ថាទិញម្ដុំហ្នឹងគាត់ទិញជិត10ឆ្នាំហើយគាត់ថាចាំដល់ពេលបង់រំលោះធនាគារដាច់ហ្នឹងសង់ផ្ទះឲ្យកូនប្រពន្ធគាត់នៅអីចឹងប៉ុន្តែដីហ្នឹងត្រូវបានលោកថោងសារ៉ាត់បើតាមគាត់លើកឡើងថារឹបអូសចាក់ដីបំពេញទៅយកទៅលក់ដីធំយកមកឲ្យដោះដូរគាត់4ម៉ែត្រគុណនឹង10ប្រមាណ8ម៉ែត្រគុណនឹង14ម៉ែត្រដែលដីគាត់ក្បាលអឺ11អីចឹងឯណាទំហំធំឲ្យមិនស្មើមិនសមរម្យអីចឹងទៅគាត់អត់ទទួលយកបានតវ៉ាចុះឡើងពេញផ្អើលឥឡូវផ្អើលក្នុងសង្គម Facebook អូសអត់រំលងហើយថ្ងៃនេះនឹងឃើញលោកអង្គញាថោងសារ៉ាត់ចុះទៅទៀតលោកថោងសារ៉ាត់ចុះទៅមានរឿងពីរចង់បង្ហាញថាគាត់ចុះទៅដោះស្រាយរឿងដីធ្លីជាមួយទាហានព្រោះឥឡូវអ្នកណាក៏ដោយប៉ះពាល់រឿងទាហានហ្នឹងគឺរឿងរសើបតិចហើយព្រោះទាហានព្រំដែនការពារព្រំដែនការពារដីអោបអាវុធដេកល្ងាលើតាំងរឹងមួយថ្ងៃមិនដឹងថ្ងៃណាគេតម្លាក់ដ្រូនត្រូវក្បាលខំប្រឹងចង់ងាប់ដើម្បីការពារជាតិដល់ចុងក្រោយការពារដីខ្លួនឯងតាមមកដុំការពារអត់បានអញ្ចឹងអ្នកណាដែលប៉ះពាល់ទាហានដូចរៀង
រៀងរសើបអញ្ចឹងគេចុះទៅហ่ะបើជាប្រវត្តិធម្មតាគ្មានអង្គញាណាទៅឈឺក្បាលចុះទៅហ្មងទេប៉ុន្តែដល់ពេលទៅហ៊ានភ័យដែរខ្លាចគេលោបបាក់ទឹកចិត្តទៅហ៊ានអញ្ចឹងចុះទៅដោះស្រាយហើយអញ្ចឹងទៅទាហានក៏គាត់មានព្រៀបបន្តិចដែរទឹកមាត់ប្រៃដែរពាក់ខោអាវយោធាទៅហ្មងទៅឲ្យវាពាក់ស្បែកខ្លាបន្តិចមើលដើម្បីដោះស្រាយអត់បានអាដែលលោកថោងសរ៉ាត់ហ្នឹងទៅឆ្កាងដៃឆ្កាងជើងថាដោះស្រាយចុះឡើងថានឹងស្រួលឲ្យអីអញ្ចឹងទៅដល់ចុងក្រោយលោកដារ៉ានីគាត់ថាអត់ទទួលយកបានហើយឥឡូវនេះលោកថោងសរ៉ាត់ចុះទៅនឹងពីថាទៅដោះស្រាយឥឡូវលោកអឺដែលជាទាហានហ្នឹងគាត់ថាទទួលយកអត់បានហើយទទួលបានការប្តឹងគាត់ពីបទគំរាមសម្លាប់លោកថោងសរ៉ាត់ទៀតណាវាទៅជាចេះព្រោះលោកថោងសរ៉ាត់ចុះទៅហ្នឹងមិនមែនគំរាមតែរឿងនេះគាត់គំរាមអ្នកកសែតទៀតគាត់ប្រាប់ពមៀនទៅហើយថាចាប់ពីម៉ោងហ្នឹងទៅអ្នកកសែតណាក៏ដោយថាគាត់ជាឃាតករថាគាត់សម្លាប់មនុស្សថាអីហ្នឹងគឺប្រយ័ត្នក្រុមមេធាវីគាត់គេអ្នកចាត់ចែងគាត់មិនអីទេណែគាត់និយាយថាគាត់មិនអីទេក្រុមមេធាវីខ្លាចគេដឹងច្បាប់គេដឹងអីគេនឹងចាត់ការប្តឹងផ្ដាល់អស់លោកអូដែលមានមេធាវីប្តឹងជំនួសកូនក្តីដែរគោលការណ៍របស់មេធាវីគឺការពារក្តីឲ្យកូនក្តីមិនមែនជាអ្នកដាក់ពាក្យជំនួសកូនក្តីទេទាល់តែយើងផ្ដល់សិទ្ធឲ្យគេប្តឹងអីបានប្តឹងពួកមេធាវីជាទីប្រឹក្សាអ្នកផ្ដល់ការការពារសិទ្ធអត់មែនជាកូនក្តីឬអត់មានអ្នកចូលនិយាយទៅមេធាវីអត់មានចំណែកនៅក្នុងរឿងក្តីនឹងទេគ្រាន់តែចូលរួមក្នុងនាមថាជាអ្នកការពារសិទ្ធថាតើការដាក់ពាក្យប្តឹងការប្តឹងផ្ដល់ហ្នឹងវាត្រឹមត្រូវតាមនីតិវិធីច្បាប់ត្រូវសិទ្ធត្រូវអីអត់ទេតាមតែប៉ុណ្្នឹងឯងអត់មែនទៅប្រាប់ថាណែឯងត្រូវធ្វើចេះណែឯងត្រូវធ្វើចោះណែឯងត្រូវប្តឹងចេះណែឯងត្រូវដាក់គ្រាន់តែលើកជាយោបល់ស្ដាប់យោបល់ហើយប្រាប់ថាយោបល់នឹងត្រូវអត់នេះតាមគោលការណ៍ច្បាប់បើយើងទៅផ្លុំទៅជាកូនក្តីហ្នឹងគឺនៅស្រុកណាក៏គេថាមេធាវីខុសវិជ្ជាជីវៈដែរមេធាវីអត់អាចប្រាប់កូនក្តីឲ្យធ្វើនេះធ្វើនោះទេកូនក្តីឲ្យយោបល់មេធាវីហើយមេធាវីប្រាប់ថាយោបល់នឹងត្រូវអត់ប្រើចេះតាមផ្លូវច្បាប់គេដើរចេះដើរចុះអាហ្នឹងគោលការណ៍ច្បាប់ហើយអត់ដែលមេធាវីទៅដាក់ពាក្យប្តឹងជំនួសកូនក្តីទេបើលោកថោងសរ៉ាត់ថាណែណាហ៊ានថាគាត់ជាឃាតករអីទៀតប្រយ័ត្នមេធាវីគេប្តឹងតាមផ្លូវច្បាប់អត់ត្រូវទេបើលោកថោងសរ៉ាត់អត់ប្តឹងអត់មានមេធាវីណាគេប្តឹងជំនួសលោកទេព្រោះមេធាវីមិនមែនជាភាគីនៃដើមបណ្ដឹងទេគឺជាកូនដើមបណ្ដឹងគឺលោកជាសម័យខ្លួននឹងតើដល់ពេលគាត់និយាយស្រួលថាអូកុំឲ្យលោកថោងសរ៉ាត់ហ្នឹងដើរប្តឹងគេអញ្ចឹងប្រយ័ត្នតែនិយាយគាត់ឃាតករអីប្រយ័ត្នព្រោះតុលាការកំពូលចេញសាលដីកាថាគាត់រួចទោសបងប្អូនតុលាកំពូលចេញប្រាប់ថាអ្នកណារួចទោសមិនមែនបានន័យថានោះរួចទោសទេព្រោះតើតែប្រព័ន្ធតុលាការនឹងឯករាជ្យប្រព័ន្ធតុលាការខ្មែរគេចង់ឲ្យណែឯងចេញពេលណាក៏បានហើយតែក្រុមបកពួកគេមើលលោកគិតធៀងអីវិញជាប់គុកជាប់ទោសពីបទជួញដូរគ្រឿងញៀនគ្រឿងអីដែលបានទៅជាប់គុកមកពេលទេហើយអត់ដែលទៅនៅក្នុងគុកផងហើយតុលាការបែបហ្នឹងយើងគិតថាលោកអត់មានទោសមែនទេយើងបង្កើតឲ្យមានវិមតិសង្ស័យដោយសារតែប្រព័ន្ធតុលាការខ្វះការទុកចិត្តដូច្នេះទូលោកថោងសរ៉ាត់ចង់ប្រាប់គេថាលោកមិនមែនជាឃាតករមិនមែនអ្នកសម្លាប់តើតែលោកនាំគ្នាជួយកែប្រព័ន្ធតុលាការនេះឲ្យឯករាជ្យហើយសម្រេចក្តីមកហើយប្រជាពលរដ្ឋជឿប្រព័ន្ធតុលាការបានជឿថាឥឡូវតុលាការគេសម្រេចថាលោកអត់មានទោសហើយលោកអត់មានទោសហើយព្រោះអីតុលាការគេឯករាជ្យអានឹងបានលោករួចខ្លួនប៉ុន្តែបើប្រព័ន្ធតុលាការលលួយកខ្វក់បែបនេះចាញ់ស្អីក៏គេថាលោកនៅតែមានទោសព្រោះដោយលោកគ្នាឯងក្រុមឯងអានឹងកុំទៅបន្ទោសអ្នកគេថាយើងត្រូវកែប្រព័ន្ធតុលាការដើម្បីជួយយើងដែរតែលោកដេកផ្សំដួលលមួលផ្សំក្រិចចឹងទៅប្រាប់អ្នកណាក៏គ្មានអ្នកណាគេជឿដល់អញ្ចឹងទៅការគ្រាន់តែថាបងប្អូនត្រូវចាំឲ្យច្បាស់ថាតុលាការកំពូលចេញសាលដីកាបិទផ្លូវតវ៉ាឲ្យលោកថោងសារ៉ាត់រួចទោសពីបទសម្លាប់លោកអឹងមីងជឺហើយនឹងជាការពិតតុលាការពិតជាចេញអញ្ចឹងមែនហើយនៅក្នុងន័យនេះខ្ញុំចង់និយាយថាបើតុលាការឯករាជ្យដូចនៅសហរដ្ឋអាមេរិកគ្មាននរណាម្នាក់អាចហៅលោកថោងសារ៉ាត់ថាជាឃាតករជនសម្លាប់មនុស្សអីបានទៀតទេក៏ប៉ុន្តែដោយសារប្រព័ន្ធតុលាការបែបនេះអយុត្តិធម៌សម្រាប់លោកថោងសារ៉ាត់ហើយលោកនឹងរងការដែលគេថាលោកនៅតែមានវិមតិសង្ស័យដោយសារប្រព័ន្ធតុលាការបង្កើតឲ្យមានវិមតិសង្ស័យបានប្រយោជន៍ទៅប្រជាពលរដ្ឋទាំង18លាននាក់ដែលមានមន្ទិលទៅលើលោកថោងសារ៉ាត់ដូច្នេះកុំបន្ទោសប្រជាពលរដ្ឋលោកត្រូវបន្ទោសប្រព័ន្ធតុលាការដែលលោកដែលជាសកម្មជនគណៈបកប្រជាជនកម្ពុជាចូលរួមចំណែកធ្វើឲ្យតុលាការនេះមានភាពអញ្ញែអញ្ញៃចឹងដែរអានឹងខ្ញុំសោកស្ដាយដែរតើខ្ញុំបើជាលោកថោងសារ៉ាត់ក៏ខ្ញុំគិតថាពិបាកចិត្តដែរព្រោះតុលាការកាត់ឲ្យមកថារួចខ្លួនហើយរួចហេតុអីបានប្រជាពលរដ្ឋនៅតែគិតថាគាត់មានទោសប៉ុន្តែតុលាការយើងវាអត់ឯករាជ្យតែប៉ុណ្្នឹងតា
បើយើងទៅឲ្យអង្គជំនុំជម្រះដែលគេកាត់ទោសមិនអស់ចិត្តហ្នឹងតើឲ្យប្រជាពលរដ្ឋអស់ចិត្តមិនទៅគេនៅតែគិតថាយើងមានទោសមានមន្ទិលអាហ្នឹងម្ដងទៀតកុំបន្ទោសប្រជាពលរដ្ឋបន្ទោសតុលាការ